ខ្ញុំលោកគ្រូមហាជុំសូមគោរពជំរាបសួរដល់លោកអ្នកទាំងអស់គ្នាជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតណាបាទនៅក្នុងរាត្រីនេះខ្ញុំលោកគ្រូមហាជុំនឹងមកទូទាយនៅជោគជតារិស័យឆ្នាំទាំង12នៅក្នុងខែមេសាថាតើនៅក្នុងខែមេសាខាងមុខនេះលោកអ្នកដែលកើតឆ្នាំទាំង12ហ្នឹងនឹងជួបនៅមានជួបនៅរឿងអ្វីខ្លះអញ្ចឹងសូមលោកអ្នកទាំងអស់ដែលបានតាមដានទស្សនានៅការ live នេះកុំភ្លេចជួយ share វីដេអូនេះផងដើម្បីចែករំលែកដើម្បីលើកទឹកចិត្តដល់លោកគ្រូមហាជុំផងដែរបាទអាខាន live ប្រហែលថ្ងៃនេះសូមការខន្តីអភ័យទោសពីលោកអ្នកផងបងប្អូនខ្លួនណាបាទឥឡូវនេះខ្ញុំបានមកជម្រាបជូនលោកអ្នកហើយសូមលោកអ្នកជួយ share ទាំងអស់គ្នាផងថ្ងៃនេះថ្ងៃទី31ខែមិនិនាឆ្នាំ2026ថ្ងៃចុងក្រោយឯងបងប្អូនខែ3នឹងចាប់ពីស្អែកទៅចូលដល់ថ្ងៃ1ខែ4ហើយបងប្អូនណាបាទអញ្ចឹងសូមជូនពរជូនជ័យសិរីសួស្តីដល់លោកអ្នកទាំងអស់គ្នាហើយសូមលោកអ្នកតាមដានទាំងអស់គ្នាមើលថាតើរាសីរបស់យើងនៅក្នុងខែ4ហ្នឹងយ៉ាងម៉េចឡើងឬមួយក៏ចុះហើយឬមួយក៏យើងត្រូវជួបនៅបញ្ហាអ្វីខ្លះខ្ញុំនឹងចែករំលែកជូនដល់លោកអ្នកឲ្យលោកអ្នកសប្បាយចិត្តពេលដែលយើងទទួលលាភហើយយើងក៏ត្រៀមដើម្បីប្រយ័ត្ននៅបញ្ហាណាមួយបងប្អូនកូនក្មួយណាបាទអញ្ចឹងលោកគ្រូសូមជូនពរហើយរដូវនេះគឺរដូវឆេងមេងម្នាក់ក៏រវល់ច្រើនដែរដែលអញ្ជើញទៅឆេងមេងជូនដូនតាបុព្វបុរសបាទអញ្ចឹងយើងមិនអាចចោលបានទេបងឆេងមេងបងប្អូនបាទសំខាន់បងអីចោលបានរឿងឆេងមេងគឺចោលអត់បានទេដោយសារយើងរំលឹកដល់ជីដូនជីតារបស់យើងដែលលោកបានចែកឋានទៅពួកដូនតារបស់យើងនោះគឺសិតតែជាអ្នកមានគុណណាបងប្អូនបាទក៏មានបើមិនមានពួកគាត់ក៏អត់មានយើងដែរបាទបើអត់មានដូនតាហ្នឹងក៏អត់មានយើងដែរបាទអញ្ចឹងទោះបីជាដូនតាខ្លះគាត់អត់បានចាំបីបាច់ថែរក្សាយើងក៏ពិតមែនប៉ុន្តែគាត់ក៏ផ្ដល់កំណើតឲ្យយើងហេតុអីបានថាដូនតាផ្ដល់កំណើតឲ្យយើងបងប្អូនត្រូវដឹងថាដូនតាផ្ដល់កំណើតឲ្យយើងនឹងផ្ដល់យ៉ាងម៉េចគាត់ផ្ដល់កំណើតឲ្យឪពុកយើងត្រូវចាំហើយអញ្ចឹងឪពុកយើងផ្ដល់កំណើតឲ្យយើងហើយបើកុំមានឪពុកយើងបើកុំមានគាត់តើអ្នកណាមកផ្ដល់កំណើតឲ្យយើងបាទអញ្ចឹងណាអញ្ចឹងយើងស្ដាប់អំពីការប្រស្រ័យតាក់ទងគ្នាកងយើងមិនបានចាំយើងទេគាត់បានស្លាប់ទៅបាត់ហើយប៉ុន្តែគាត់ជាអ្នកមានគុណយើងដោយសារអីដោយសារគាត់បង្កើតប៉ាយើងមកបើកុំបានគាត់បង្កើតប៉ាយើងមកក៏គាត់ក៏ប៉ាយើងអត់បានបង្កើតយើងមកដែរចាំណាបាទអញ្ចឹងជាការដឹងគុណយើងសែនជូនដល់គាត់ទៅគាត់ជួយយើងរកស៊ីមានបានជាគំរូជាផ្លូវចិត្តដ៏ល្អបាទហើយបើតាមធម៌ព្រះគេថាអ្នកណាក៏ដោយតែដឹងគុណមេត្តាបិតាអ្នកបុព្វការីជនគឺអ្នកនោះនឹងទទួលបាននៅការភាពល្អប្រសើរត្រឡប់មកវិញបាទអញ្ចឹងអរគុណណាស់លោកអ្នកជាទីគោរពនិងជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតណាបាទខ្ញុំគ្រូមហាជុំមិននិយាយយូរទេខ្ញុំនឹងមកចាប់ផ្ដើមទូទាយតែម្ដងដោយសារតែឆ្នាំទាំង12វាច្រើនអញ្ចឹងខ្ញុំនឹងចាប់ផ្ដើម live តែម្ដងជម្រាបជូននៅជោគជតារាសីសម្រាប់ឆ្នាំមមីនៅក្នុងខែមេសាលោកអ្នកដែលកើតនៅឆ្នាំមមីបងប្អូនខមមិនលេខ899បាទលេខសំណាងលេខ899ពណ៌សំណាងគឺពណ៌ស្លែបងប្អូនកូនក្មួយអ្នកកើតឆ្នាំជូតសំទោសណាបាទសំទោសណាមិញនេះសូមច្រឡំបងប្អូនកូនក្មួយដែលកើតនៅក្នុងឆ្នាំជូតខ្ញុំសូមទូទាយរាសីសម្រាប់លោកអ្នកដែលកើតនៅឆ្នាំជូតនៅក្នុងខែមេសាជូនដល់លោកអ្នកដែលកើតនៅឆ្នាំជូតសូមខមមិនលេខសំណាងលេខ899ចំណែកពណ៌សំណាងលោកអ្នកដែលកើតនៅឆ្នាំជូតគឺពណ៌ស្លែដូច្នេះអ្នកដែលកើតឆ្នាំជូតសូម share នៅវីដេអូលោកគ្រូ3ដងដាក់លេខសំណាងហើយលោកអ្នកពាក់អាវពណ៌ស្លែនៅពេលណាមួយយ៉ាងសំខាន់លោកអ្នកនឹងហេងនឹងកាក់កបលោកអ្នកដែលកើតនៅឆ្នាំជូតកាលពីខែ3កន្លងទៅខែមីនាគឺតឹងតែងមែនតើបងប្អូនកូនក្មួយណាបាទប្រៃលវិញជូចប់គឺជួបអស់ហើយបាទហើយអ្នកដែលកើតឆ្នាំជូតនឹងមកជីវិតគេមើលមកគេថាអូអ្នកកើតឆ្នាំជូតនឹងរឹងមាំណាស់អ្នកកើតឆ្នាំជូតនឹងប្រកែកណាស់ប៉ុន្តែអ្នកកើតឆ្នាំជូតអត់រឹងមាំទេអត់ប្រកែកទេអ្នកកើតឆ្នាំជូតនឹងក៏ត្រូវការឲ្យគេលួងលោមក៏ត្រូវការឲ្យគេយល់ក៏ត្រូវការឲ្យគេដឹងអំពីខ្លួនផងដែរប៉ុន្តែយើងគ្រប់គ្នាយើងហាក់មើលរំលងយើងគិតថាគាត់រឹងមាំយើងគិតថាគាត់ប្រកែកហើយអ្នកខ្លះប្រកាន់ខឹងអ្នកកើតឆ្នាំជូតទៀតហេតុអីបានប្រកាន់ខឹងអ្នកកើតឆ្នាំជូតដោយសារអ្នកកើតឆ្នាំជូតនឹងមនុស្សត្រង់មនុស្សចូលចិត្តត្រង់ណាយកពាក្យមនុស្សត្រង់អញ្ចឹងមនុស្សដែលត្រង់គឺមនុស្សអត់មានល្បិចពឹសពុលទេប៉ុន្តែភាគច្រើនគេស្អប់បងប្អូនណាបាទប៉ុន្តែមិនអីទេអ្នកកើតឆ្នាំជូតគេថារឹងមាំយូរហើយឥឡូវចិត្តឈួតក៏ត្រូវតែរឹងមាំក៏ត្រូវតែញញឹមដែរបងប្អូនបាទឥឡូវនេះអ្នកដែលកើតឆ្នាំជូតរាសីនៅក្នុងខែមេសាយ៉ាងម៉េចដែរបងប្អូនកូនក្មួយណាចូលមកដល់ខែ4អ្នកដែលកើតឆ្នាំជូតអត់សប្បាយចិត្តទេបងប្អូនណាអត់សប្បាយចិត្តទេមានអារម្មណ៍ពិបាកចិត្តមានអារម្មណ៍ធុញថប់មានអារម្មណ៍គិតច្រើនអញ្ចឹងអ្នកដែលកើតឆ្នាំជូតនៅដើមខែមេសាចូលមកដល់គឺគាត់អត់សប្បាយចិត្តទេបងប្អូនណាបាទអារម្មណ៍របស់គាត់អត់ល្អចិត្តតែធុញថប់ចិត្តតែតបប្រមល់ចិត្តតែអត់រីករាយបងប្អូនអារម្មណ៍ដូចមនុស្សពលឡានអញ្ចឹងណាចិត្តតែមិនស្រួលចិត្តតែមិនសប្បាយចិត្តតែមិនរីករាយនៅក្នុងខ្លួនណាពេលខ្លះអត់ដឹងថាខ្លួនឯងនឹងមានរឿងអីកើតឡើងនេះប៉ុន្តែចិត្តថាមានអារម្មណ៍អត់ស្រួលហ្នឹងណាអ្នកដែលកើតឆ្នាំជូតកំពុងតែជួបប្រទះពិបាកចិត្តគិតច្រើនព្រួយបារម្ភអញ្ចឹងអ្នកដែលកើតឆ្នាំជូតគួរណាតែសប្បាយចិត្តឲ្យច្រើនហើយក៏ធ្វើអារម្មណ៍ឲ្យរីករាយពីព្រោះថាមកជីវិតរបស់យើងគឺគ្មានអ្នកណាមួយគេមកគិតពីយើងទេអញ្ចឹងបើសិនជាគេគ្រប់គ្នាគេបោះបង់យើងចោលហើយអញ្ចឹងយើងអ្នកកើតឆ្នាំជូតហ្នឹងយើងត្រូវតែទាញខ្លួនឯងត្រូវតែកុំបោះបង់ខ្លួនឯងចោលឲ្យកម្លាំងចិត្តខ្លួនឯងបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំជូតចូលដើមខែ4ព្រាមគឺអារម្មណ៍អត់សប្បាយចិត្តទេអត់រីករាយទេ
គេថារឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់ពិបាកចិត្តច្រើនមែនទែនអញ្ចឹងអ្នកដែលកើតឆ្នាំជូតរក្សាផ្លូវចិត្តឲ្យរឹងមាំណាគឺត្រូវតែរឹងមាំត្រូវតែក្លាហានឡើងមកវិញនោះអ្វីគ្រប់យ៉ាងគឺនឹងល្អប្រសើរនឹងទទួលបាននៅភាពប្រសើរបើយើងមិនបោះបង់ខ្លួនឯងចោលអ្នកដែលកើតឆ្នាំជូតចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9អ្នកដែលកើតឆ្នាំជូតចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9នឹងបានទៅឆ្ងាយបងប្អូនណាបាទនឹងបានចេញទៅឆ្ងាយដូចជាក្រៅប្រទេសជាដើមណាពីថ្ងៃ6ដល់ថ្ងៃ9អ្នកដែលកើតឆ្នាំជូតនឹងចេញទៅក្រៅប្រទេសបាទនឹងចេញទៅក្រៅប្រទេសហ្នឹងបានន័យថាយើងអាចទៅដើរកំសាន្តក្តីយើងអាចទៅកិច្ចការងារក្តីឬមួយក៏ក្តីប្រាថ្នារបស់យើងម្នាក់ចង់ទៅរស់នៅឯស្រុកក្រៅបាទគឺនឹងបានចេញទៅដែរបាទអញ្ចឹងជូនពរឲ្យក្តីបំណងអ្នកដែលកើតឆ្នាំជូតទាំងអស់ហ្នឹងបាទដែលគាត់ចង់ទៅទីណាសូមឲ្យបានដូចបំណងរបស់គាត់អញ្ចឹងចន្លោះពីថ្ងៃទី6ដល់ថ្ងៃទី9លោកអ្នកនឹងអាចចេញទៅក្រៅប្រទេសឬមួយក៏មានដំណឹងល្អបានទៅរស់នៅឯក្រៅប្រទេសបងប្អូនគ្រប់គ្នាអ្នកកើតឆ្នាំជូតអ្នកកើតឆ្នាំជូតដដែលចន្លោះពីថ្ងៃទី14បងប្អូនពីថ្ងៃទី14ដល់ថ្ងៃទី17លោកអ្នកមានលៀបបាទមានលៀបហ្នឹងគឺលៀបជាអំណោយលៀបជាអំណោយហ្នឹងបានន័យថានឹងមានគេជូនជារបស់ឬមួយក៏មានគេឲ្យនៅអ្វីដែលជាទី1ដែលយើងទទួលបានហើយយើងសប្បាយចិត្តយើងរីករាយអញ្ចឹងពីថ្ងៃទី14ដល់ថ្ងៃទី17លោកអ្នកដែលកើតនៅឆ្នាំជូតហ្នឹងគឺនឹងមានលៀបតាមរយៈជាអំណោយជាកាដូដែលគេនឹងឲ្យយើងអញ្ចឹងយើងក៏សប្បាយចិត្តហើយយើងក៏ត្រៀមដើម្បីទទួលយកនៅអំណោយដែលគេឲ្យយើងអញ្ចឹងយើងក៏រីករាយទៅទោះបីរបស់ហ្នឹងតិចច្រើនក្តីតិចច្រើនឬមួយក៏វាមិនធំដុំអីក៏ជាការសប្បាយចិត្តសម្រាប់យើងដែលកើតនៅឆ្នាំជូតផងដែរលោកអ្នកដែលកើតឆ្នាំជូតដដែលចន្លោះពីថ្ងៃទី22ដល់ថ្ងៃទី24ហ្នឹងគឺប្រយ័ត្នឆ្លោះគ្នាអញ្ចឹងត្រូវតមមាត់តមកតមពាក្យសម្ដីប្រយ័ត្នឆ្លោះគ្នាហ្នឹងគេថាប្រយ័ត្នឆ្លោះគ្នាជាមួយដៃគូប្តីប្រពន្ធបាទគូស្នេហ៍ណាអញ្ចឹងប្រយ័ត្នឆ្លោះគ្នាជាមួយគូស្នេហ៍អញ្ចឹងត្រូវមានការអត់ធ្មត់ឲ្យបានច្រើនបន្តិចលោកអ្នកដែលកើតឆ្នាំជូតបើមិនអញ្ចឹងទេគឺមានការឆ្លោះគ្នាហើយឆ្លោះគ្នាសារនេះមិនមែនតូចទេរឿងធំមែនតើណាបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំជូតសូមអត់ធ្មត់បើសិនជាមានគេចង់បកករឿងយើងក៏ដើរថយក្រោយដើរចេញទៅកុំគិតកុំតបនោះវាមិនមែនជាលទ្ធផលល្អសម្រាប់យើងនោះទេអញ្ចឹងប្រយ័ត្នប្រយែងបន្តិចណាពីថ្ងៃទី22ដល់ថ្ងៃទី24កុំប្រយ័ត្នឆ្លោះគ្នាទុកឲ្យជាប់ណាពីព្រោះនៅក្នុងឆ្នាំ2026នេះយើងខឹងខុសខឹងខាតដោយសាររាសីរបស់យើងឆុងខ្លាំងនៅក្នុងឆ្នាំនេះអញ្ចឹងយើងក៏ប្រយ័ត្នប្រយែងបន្តិចសម្រាប់លោកអ្នកដែលកើតឆ្នាំជូតកុំយកទោសៈកុំយកកំហឹងកុំយកពាក្យសម្ដីរាយមាយហ្នឹងវាចេះតែនិយាយទៅវាអត់ប្រយោជន៍វាអាចមានរឿងណាបាទអញ្ចឹងពីថ្ងៃទី22ដល់ថ្ងៃទី24ប្រយ័ត្នឆ្លោះគ្នាលោកអ្នកដែលកើតនៅឆ្នាំជូតដដែលចុងខែបាទលោកអ្នកដែលកើតឆ្នាំជូតដដែលចុងខែដល់គូបាទដល់គូហ្នឹងគឺសំដៅទៅលើលោកអ្នកដែលមិនទាន់រៀបអាពាហ៍ពិពាហ៍បងប្អូនបាទអ្នកដែលមិនទាន់មានគ្រួសារអ្នកដែលមិនទាន់មានគូសកលគឺនៅចុងខែ4ហ្នឹងគឺនឹងដល់គូឯងបងប្អូនកូនក្មួយណាបាទនឹងដល់គូអញ្ចឹងអ្នកដែលមានគូហើយគឺអត់មានគូទៀតទេប៉ុន្តែអ្នកដែលមិនទាន់ដល់គូអាហ្នឹងក៏ដល់គូដែរអញ្ចឹងអ្នកណាដែលនៅលាវអ្នកណាដែលចង់មានគូសកលហើយក្តីសម័យយូរហើយយើងអត់ចង់មានឬមួយអ្នកណាដែលមានកូនឆ្នាំជូតដែលគាត់អត់មានគ្រួសារហ្នឹងគឺឥឡូវនេះដល់ពេលវេលាដែលគាត់មានគូសកលហើយអញ្ចឹងសូមជូនពរឲ្យបានសុខសប្បាយហើយប្រយ័ត្នអ្នកដែលមានគូហើយលេងស្រាប់តែដែរអានឹងអត់បានទេណាត្រូវ2 3កិច្ចបាទអញ្ចឹងអ្នកដែលកើតឆ្នាំជូតចុងខែ4នឹងដល់គូបាទហើយអ្នកដែលកើតឆ្នាំជូតបើបានស្ដាប់ហើយឬមួយក៏យើងមិនមែនឆ្នាំជូតទេបាទយើងមានស្វាមីឬមួយមានកូនណាដែលកើតឆ្នាំជូតហើយបើចង់ឲ្យគាត់ហេងយើងអាច comment លេខសំណាងជំនួសគាត់ណាបងប្អូនបាទលេខ899ចំណែកពណ៌សំណាងគឺពណ៌ស្លែបងប្អូនកុំក្មួយណាបាទអ្នកដែលកើតឆ្នាំជូតណាបងប្អូនខ្ញុំណែនាំណាជាបងបរោះដែលធ្វើការធំឬមួយក៏ជាអ្នកជំនួញជួញដូរអ្នកមុខរបររកស៊ីចង់ឲ្យគេហៅថាមានអំណាចមានដេកជះចង់ឲ្យឡើងបុណ្យស័ក្តិឲ្យកាន់តែខ្ពស់ចង់ឲ្យរកស៊ីមានបានផ្ទុះលៀបតែម្ដងណាបងប្អូនណាបាទបងបរោះដែលកើតឆ្នាំជូតឬមួយក៏ភរិយារបស់អ្នកដែលកើតឆ្នាំជូតអាចជាវប្រភេទខ្សែដៃចក្រវាលនេះចូលទៅឲ្យគាត់បាទអញ្ចឹងបញ្ចប់អ្នកកើតឆ្នាំជូតត្រឹមប៉ុណ្នេះខ្ញុំសូមបន្តដល់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវលោកអ្នកដែលកើតនៅឆ្នាំឆ្លូវបងប្អូនកូនក្មួយបាទលេខសំណាងគឺលេខ129ចំណែកពណ៌សំណាងគឺពណ៌លឿងបងប្អូនណាបាទអ្នកកើតឆ្នាំឆ្លូវលេខសំណាងលេខ129ពណ៌សំណាងគឺពណ៌លឿងបងប្អូនកើតឆ្នាំឆ្លូវសូម comment លេខ129ហើយពណ៌សំណាងប្រចាំខែគឺពណ៌លឿងបងប្អូនអ្នកដែលកើតឆ្នាំឆ្លូវគឺនៅក្នុងខែ3អត់ល្អទេតឹងតែងមែនទែនបាទមិនសូវជាល្អមិនសូវជារីកចម្រើនមិនសូវជាកកប្រមាណទេគឺជួបបញ្ហាជួបឧបសគ្គច្រើនមែនទែនសម្រាប់លោកអ្នកដែលកើតនៅឆ្នាំឆ្លូវបាទប៉ុន្តែនៅក្នុងខែ4ក៏មិនដឹងយ៉ាងម៉េចដែរខ្ញុំនឹងទស្សន៍ទាយជូនដល់លោកអ្នកបងប្អូនបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវបាទដើមខែលោកអ្នកប្រយ័ត្នសុខភាពបន្តិចដើមខែ4ណាបាទលោកអ្នកដែលកើតនៅឆ្នាំឆ្លូវដើមខែ4គឺខែមេសានេះគឺលោកអ្នកឈឺបងប្អូនណាតាមជើងនេះគេថាឈឺហ្នឹងបានន័យថាសុខភាពយើងអត់សូវល្អអ្នកខ្លះមិនទាន់ដល់ខែ4មកទៅចុងខែ3គឺចាប់ដើមឈឺរួចទៅហើយអញ្ចឹងបើអ្នកឈឺហើយគឺសូមជូនពរឲ្យជាហើយបើអ្នកដែលមិនទាន់ឈឺបើអ្នកដែល
mình toàn chứ có xong còn màu chữ bà chẳng nè để cả chăm chữ đại ông khai chữ chẳng xong chun pơ còn màu chữ thay là sao sọc phiệp ở men tết phù thang được không khai bún nè để cả chăm chữ nó bẹt toàn mùi bánh hạ sọc phiệp cứ riêng tăng tay thì chẳng ai phải nhập dành tích còn màu chữ bọn con cùng nát bà chẳng xong chun pơ ở nè để cả nơi chăm chữแต่ออกเชียร์ปีจุ่มมือชื่อกับแต่งลายแต่งปูงแต่งบ่าให้เนี่ยในการแชมป์เฉลยดอกได้บอลปนคนขโมยนะปีไงตีผมเปิ้ลบอลไงตีผมบุญบ่าลูกเนี่ยในการแชมป์เฉลยปีไงตีผมเปิ้ลบอลไงตีผมบุญลูกเนี่ยหนึ่งลูกระบอกดัดบ่าเนี่ยในการแชมป์เฉลยปีไงตีผมเปิ้ลบอลไงตีผมบุญคือลูกเนี่ยหนึ่งลูกระบอกดัดบอลปนคนขโมยนะจังเนี่ยได้เกิดในแชมป์เฉลยบ่าสนุกเนี่ยกระปงแต่การลูกเนี่ยใบมุ้ยหรือมุ้ยก็จังcái thải thang thưa vậy muối cho là ngày phân đòn ngàyผมบุญนี่ลูกเนี้ยนึกอายสำรัดบานปีปูท่าตามจึงเล็กหายังมีเลียบลูกระบอกได้ให้บอกบอลสู้trong taลูกcùng hai chung tớ miênเลียบลูกระบอกได้nhữngลูกระบอกอีกทีอันนั้นtrong có mặt đằng đài phân tay còn đây trong chuẩn bị chunลูกเนี้ยท้าปีไงตีphân đòn ngàyตีผมบุญนึงยังหนึ่งลูกระบอกได้บ่าจังจุนปอยระบอกในลูกเนี้ยจังลูกนั่นคืออ่อยลูกดัดโดยผมนองปองปัฒนาเต๋อบ่าจังส่งจุนปอยเฮงนะบอลโอนนะบ่าจังเนี่ยในการแชมป์เฉลยปีไงดอกใบดอกไงตีดอกพรำบอลโอนคงไม่บ่าปีไงดอกใบดอกไงตีดอกพรำคือลูกเนี่ยthời tayตุบจัดตุบอารมณ์ให้เพื่อการคันไตกับบ้านเป็นไงดอกใบดอกไงตีดอกพรำเนี่ยลูกเนี่ยหนึ่งมีเรื่องมันหล่อโจรมาเรื่องมันหล่อนั่นเหมือนเรื่องเยอะไงเวลือหมดจับหมดเปรียบหมดชายหมดมาหนึ่งโจรมาเพื่อยืงตุบอารมณ์อดบ้านเฮ้ยไอ้บังก้อเตยจีเรื่องเพื่อยืงขาดพอประโยชน์ตามเพื่อเหมือนจีเรื่องบ่ยืงไงปันไตเวียนหนึ่งลื้อlà hiênปีเล็กปีกายปีจืงปีตะโบกเมาส์เพื่อยืงนั้นตุบจัดอดบ้านจังยืงตุบจัดอดบ้านยืงเมียนของหึงอันนั้นเพื่อยืงนั้นไปขาดจังไปยัดไปใหญ่ติดปีไงติดดอกใบดอกไงติดดอกแผลนั้นตัวใบเชี่ยมีเรื่องไอ้กระดอยตัวใบเชี่ยเนี่ยนั่นนี่ยี่กรอบปียืงดิมดามเอายืงยังไม่กระดอยก็ยืงthờiแต่มีนกาไปยัดไปใหญ่ติดบ่าในขนมไงดอกใบดอกไงดอกแผลนี้บ่ามันดูชนกเต้คือหนึ่งขาดไปใหญ่ถมจังสมจัดเนี่ยในการในชามเฉลยนั้นไปยัดไงดอกใบดอกบ้วนดอกแผลใบไงนึงนะก็เอาเมียนเหืองไอ้ออกกาดหลังปูไงนี่ไงสไลด์สู่สไลด์นะก็เอาเมียนเหืองไอ้กาดหลังให้บรรลุเปียสมได้ไอ้ยังไม่กระดอยก็ยืงthờiอดมุดก็ยืงthờiแต่กลมปอได้นะสังรวมจัดได้ยืงละออบอลเนี่ยในการในแชมป์เฉลยนะบอลเป็นไงตีดอกม้วนบางไงตีเพย์มุ้ยเป็นไงตีดอกม้วนบางไงตีมาเพย์มุ้ยลูกเนี่ยประหยัดจังเบาเกย์บอลนะมาประหยัดจังเบาเกย์เนี่ยเล็กกี่ทางจังนะเป็นไงดอกม้วนบางไงตีเพย์มุ้ยดอกม้วนเพย์มุ้ยประหยัดจังเบาเกย์ปัวบอลตามตัวที่ใส่เนี่ยในการแชมป์เฉลยจะรอเป็นไงดอกม้วนบางไงตีมาเพย์มุ้ยคืออาหนึ่งเมียนมันดูโปรมันเนี่ยเหมาะเบาจริงบ่าจังประหยัดถ้าประหยัดมันดูโปรบอลนะบ่ามันดูโปรโซ่ปัวประหยัดมันดูโปรโซ่พวกโจรเขานอมยืงเอาเพื่อไว้มุ้ยให้ยืงอดบานกึศเอากรุบจงช่วยเวียอาน้อมเอายืงนั้นจังเบาเกจังไปยัดเอาเมนเทนกรุบตุ่มรงปีไงดอกม้วนตอนไงตีมไพ่มุ้ยไปยัดจังเบาเกกี่ท่าหนึ่งเมียนมันนุโปรมันแน่พวกซอเหมาะเบายืงจังยืงก็ไปยัดไปใหญ่ก็เอาจังเบาเกบ่าจังไปยัดติดปีไงดอกม้วนตอนไงตีมาไพ่มุ้ยไปยัดจังเบาเกปีไงตีมาไพ่บ้วนตอนไงตีมาไพ่ผมมุ้ยปีไงตีมาไพ่บ้วนตอนไงตีมาไพ่ผมมุ้ยบอลโอนไปยัดมัดระบบบ่าไปยัดมัดระบบนะปีไงตีมาไพ่บ้วนตอนไงตีมาไพ่ผมมุ้ยเนี่ยได้การในแชมป์เฉลยคือไปยัดมัดระบบบ่าไปยัดมัดระบบนะจังเปียกปอนจมูกนึงระบบพร้อมส่งไอ้ลูกเนี่ยได้การในแชมป์เฉลยนั่นแหละไปยัดไปใหญ่บ่ามันไปยัดไปใหญ่เต้คือหนึ่งบัดไรไอ้ระบบได้บัดนั่นคือไปยัดบ่มพอดคือเมียนใบตีมุ้ยเยียนจุ่มนี่เยียนจุ่มนี่นั่นคือประหยัดประหยัดจีกลานจีมันโตคือถือเมียนการตกดักไว้บานเติมเติมบ่าตีปีลุยกะประหยัดไปเมนเทนนะประหยัดบัดตีใบเครื่องอลังการบ่าเมียนเจียนเมียนไซคอเมียนตูระซับเมียนไอเจดานนั่นก็พอถือเมียนการปรองประหยัดได้จังบ่าปีไงตีมาไพ่บุ้นบางไงตีมาไพ่ผมมุ้ยลูกเนี่ยได้การในชั้นนำเฉลยนั่นคือประหยัดบัดระบบบอกคนขโมยนะบ่าประหยัดบัดระบบจังลูกเนี่ยได้การในชั้นนำเฉลยดอกได้จ้องไข่บ่าลูกเนี่ยในการในชั้นนำเฉลยดอกได้จ้องไข่เมียนเรียบดำนั่งหล่อบ่าเมียนเรียบดำนั่งหล่อนะจังเนี่ยในการชั้นนำเฉลยจ้องไข่บุ้นหนึ่งเมียนเรียบดำนั่งหล่อบองโอนะบ่าเรียบดำนั่งหล่อนั่นมันนี่ท่าหนึ่งเมียนดำนั่งเกมเอาเพียบยืนท่าเชี่ยดำนั่งหล่อจังดำนั่งไอ้กับดาวเอาแต่เชี่ยดำนั่งในเกมเอาเพียบยืนคือดำนั่งหล่อให้สำหรับลูกเนี่ยในการในชั้นนำเฉลยจังหย่อมจูนเป้าเอาดำนั่งในการชั้นนำเฉลยในเนี่ยในจ้องไข่บุ้นนั่นนะนั่งตัวบานนั่งเรื่องใดหล่อโจลเมาในน้องชีวิตบ่ยืนจังมีดำนังละอ้อโจลเมาจังเนี่ยเดี๋ยวการแชมป์เฉลยส่งของมันเลขสำนักคือเลขมาโรยมาเพย์ผมบ้วนจำได้ปอสำนักคือปอเรื่องบองปนขโมยนักเนี่ยเดี๋ยวการแชมป์เฉลยเลขสำนักเลขมาโรยมาเพย์ผมบ้วนปอสำนักคือปอเรื่องบองปนนักบานลูกเนี่ยเดี๋ยวการในแชมป์เฉลยต่างอ๋อนะมาระยะนี้ที่ใส่อับใส่ละอ้อบังใจปีหึงลอยกะเนี่ยเดี๋ยวการแชมป์เฉลยคือตั้งเชียงชนะแต่อ๋อบังใจปีสกปรกบิ้งอักละอ้อเก่งอันลวกเกิดเฉินบอกมันละห้าวอีบ่าคือควอลบอกนะลอยกะสกปรกอักละอ้อ
ចឹងលោកគ្រូណៃនាំឲ្យលោកអ្នកជាវនៅប្រភេទខ្សែដៃនេះយកទៅពាក់បាទលេខសំណាងអ្នកដែលកើតឆ្នាំឆ្លូវគឺលេខ129ចំណែកពណ៌សំណាងគឺពណ៌លឿង comment លេខ129ហើយ share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ129ពណ៌សំណាងគឺពណ៌លឿងបងប្អូនក្មួយណាបាទលោកអ្នកទាំងអស់គ្នាជាទីគោរពណាបាទជាបន្តគឺខ្ញុំសូមបន្តដល់លោកអ្នកដែលកើតនៅឆ្នាំខាលបាទអ្នកដែលកើតនៅឆ្នាំខាល comment លេខសំណាងរាសីសម្រាប់ខែមេសាខែ4អ្នកដែលកើតឆ្នាំខាលលេខ311ចំណែកពណ៌សំណាងគឺពណ៌សបាទអ្នកដែលកើតឆ្នាំខាលលេខសំណាងលេខ311ពណ៌សំណាងគឺពណ៌សបាទ comment លេខ311ហើយពណ៌សំណាងគឺពណ៌សលោកអ្នកដែលកើតនៅឆ្នាំខាលបើនិយាយពីរាសីនៅក្នុងខែ4គឺដើមខែលោកអ្នកនឹងមានគេស្ដីបន្ទោសបាទនឹងត្រូវគេស្ដីបន្ទោសឬក៏ពាក្យខ្មែរតែងតែនិយាយថាដើមខែត្រូវមាត់ណាបាទអញ្ចឹងមិនថាត្រូវមាត់ជាមួយនឹងថ្នាក់លើឬមួយក៏ត្រូវមាត់ជាមួយនឹងក្រុមគ្រួសារទេពីព្រោះយើងវាមានរឿងកន្លងមកដែលយើងមិនបាននិយាយយើងមិនបានបញ្ចេញឲ្យអ្នកនៅជុំវិញខ្លួនយើងដឹងដល់ពេលឥឡូវនេះវាផ្ទុះរឿងវាធ្វើឲ្យគេស្ដីបន្ទោសយើងប៉ុន្តែវាជារឿងមួយដែលអាក្រក់ដែលគេស្ដីបន្ទោសយើងប៉ុន្តែវាក៏ជារឿងមួយដែលល្អដែលយើងនឹងត្រូវបានគេដឹងណាបងប្អូនដល់ពេលគេដឹងគេស្ដីគេជេរទៅវាធូរដែរព្រោះរឿងវាលាក់យូរហើយអញ្ចឹងអ្នកដែលកើតឆ្នាំខាលនេះយើងដឹងស្រាប់ហើយថាជាមនុស្សរឹងមាំគឺជាមនុស្សមួយដែលល្អប៉ុន្តែក៏ជាមនុស្សមួយដែលមានការលាក់ច្រើនដែរព្រោះរឹងមាំខ្លាចគេថាខ្សោយអញ្ចឹងក៏លាក់តែឥឡូវត្រូវបានផ្ទុះរឿងឲ្យដើមខែហ្នឹងបាទត្រូវបានផ្ទុះរឿងឲ្យត្រូវបានគេស្ដីបន្ទោសត្រូវបានគេថាឲ្យអីជាដើមអញ្ចឹងទៅប៉ុន្តែក៏ទៅតាមដំណើរហ្នឹងទៅមិនជាអ្វីទេណាបាទរឿងដែលវាប្រងកើតគឺវាកើតហើយអត់មានបញ្ហាទេអញ្ចឹងរៀងតាំងតែងតិចគេថាឲ្យគាត់ថាទៅប៉ុន្តែយើងពេលគេស្ដីឲ្យកុំតនៅមាត់ឲ្យស្ងៀមអាហ្នឹងបានហើយបើសិនជាតគឺដឹងថាចប់ហើយបាទគេថាទៅជាអូខេទៅល្អហើយណាបាទកុំគេហៅថាកុំច្រឡោតអត់បានទេបងប្អូនណាព្រោះអ្នកដែលកើតឆ្នាំខាលហ្នឹងវាអាចយកទៅធម៌មកជីវិតអញ្ចឹងអាចយកទៅធម៌តទៀតក៏វាមិនជាអ្វីដែរបាទអញ្ចឹងអ្នកកើតឆ្នាំខាលដើមខែត្រូវគេស្ដីបន្ទោសត្រូវគេថាឲ្យដោយសារវាអាចធ្លាយនៅរឿងមួយចំនួនដែលយើងលាក់ជាយូរមកហើយបាទអញ្ចឹងអ្នកដែលកើតឆ្នាំខាលដដែលបងប្អូនកូនក្មួយពីថ្ងៃទី8ដល់ថ្ងៃទី10បាទពីថ្ងៃទី8ដល់ថ្ងៃទី10ខែមេសាអ្នកដែលកើតនៅឆ្នាំខាលហ្នឹងគឺដាច់លុយបាទអ្នកដែលកើតនៅឆ្នាំខាលពីថ្ងៃទី8ដល់ថ្ងៃទី10ដាច់លុយអញ្ចឹងបងប្អូនកូនក្មួយបើដឹងថាពីថ្ងៃ8ដល់ថ្ងៃ10ដាច់លុយអីគឺសុំពីឥឡូវនេះបាទប្រយ័ត្នប្រយែងរឿងលុយកាក់បន្តិចបាទចាយវាអីឲ្យត្បិតត្បៀតចាយវាអីឲ្យគិតណាបាទបើមិនដូច្នោះទេគឺมันអាចមានគេហៅថាលុយចាយច្រើនទេអញ្ចឹងពីថ្ងៃទី8ដល់ថ្ងៃទី10ខែមេសាហ្នឹងអ្នកដែលកើតឆ្នាំខាលគឺប្រយ័ត្នប្រយែងរឿងលុយកាក់បន្តិចបាទបើមិនអញ្ចឹងទេគឺនឹងមានបញ្ហាដាច់លុយអញ្ចឹងលុយចាយអត់ជុំអីជាដើមអញ្ចឹងគឺត្រូវតែត្បិតត្បៀតបន្តិចណាបាទកុំខ្ជះខ្ជាយព្រោះអ្នកកើតឆ្នាំខាលចិត្តល្អបាទអ្នកដែលកើតឆ្នាំខាលដដែលបងប្អូនកូនក្មួយណាពីថ្ងៃទី13ដល់ថ្ងៃទី15បាទពីថ្ងៃទី13ដល់ថ្ងៃទី15អ្នកដែលកើតឆ្នាំខាលគឺមានលៀបចូលបងប្អូនណាមានលៀបចូលបាទមានលៀបចូលមានគេឲ្យលុយឬមួយក៏គេឲ្យកាដូឲ្យរង្វាន់អីជាដើមអញ្ចឹងពីថ្ងៃ13ដល់ថ្ងៃទី15អ្នកដែលកើតនៅឆ្នាំខាលហ្នឹងគឺនឹងមានលៀបចូលតាមរយៈដូចថាគូស្នេហ៍ឲ្យជាកាដូឬមួយក៏គេឲ្យជាលុយកាក់អីជាដើមមកដល់យើងអញ្ចឹងអ្នកដែលកើតនៅឆ្នាំខាលហ្នឹងគឺនឹងមានលៀបនឹងមានជ័យចូលហើយអញ្ចឹងខ្ញុំសូមជូនពរដល់លោកអ្នកដែលកើតនៅឆ្នាំខាលទាំងអស់ហ្នឹងគឺសូមឲ្យហេងសូមឲ្យកាក់កបសូមឲ្យទទួលបាននៅលៀបសំណាងច្រើនជាអតិបរមាសូមឲ្យហេងទាំងអស់គ្នាណាបាទអ្នកដែលកើតឆ្នាំខាលដដែលបងប្អូនពីថ្ងៃទី18ដល់ថ្ងៃទី20បាទអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី18ដល់ថ្ងៃ20ប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរបន្តិចបងប្អូនណាបាទប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរមិនថាផ្លូវចិត្តផ្លូវឆ្ងាយទេនៅលើដងផ្លូវបងប្អូនត្រូវប្រយ័ត្នឲ្យមែនទែនណាបើកបរដោយមានការប្រុងប្រយ័ត្នប៉ុន្តែបើថាគ្រោះវាមកដល់ហើយទោះបីជាយើងមានការប្រុងប្រយ័ត្នយ៉ាងម៉េចក៏ដោយក៏វាអាចនឹងមានបញ្ហាណាមួយកើតឡើងអញ្ចឹងអ្នកដែលកើតនៅឆ្នាំខាលបើអាចកុំចេញទៅណា18 19 20ហ្នឹងសង្ងំនៅក្នុងផ្ទះទៅឬមួយក៏ត្រូវទៅចិត្តអីក៏យើងប្រយ័ត្នប្រយែងទៅបើដើរឆ្ងាយមិនគួរណាធ្វើដំណើរនៅពេលយប់ទេវាអាចមានរឿងផ្ទុះឡើងដោយយថាហេតុបាទគ្រោះថ្នាក់អីអញ្ចឹងណាប្រយ័ត្នទៅណាអ្នកកើតឆ្នាំខាលគឺសូមប្រយ័ត្នប្រយែងចុះពីថ្ងៃទី18ដល់ថ្ងៃទី20បាទអ្នកដែលកើតឆ្នាំខាលណាបានឃើញវីដេអូនេះហើយកុំភ្លេចលេខសំណាងរបស់ខ្លួនគឺលេខ311បងប្អូនណាបាទលេខ311គឺជាលេខសំណាងសូម comment លេខ311ដែលជាលេខសំណាងហើយពណ៌សំណាងគឺពណ៌សអញ្ចឹង comment លេខ311ហើយshare វីដេអូលោកគ្រូមហាជុំដាក់លេខ311ហើយពណ៌សំណាងយើងអាចពាក់អាវពណ៌សដើម្បីយកហេតុនៅក្នុងខែ4នេះផងដែរបាទអញ្ចឹងពីថ្ងៃ18ដល់ថ្ងៃទី20អ្នកដែលកើតនៅឆ្នាំខាលហ្នឹងកុំដើរឆ្ងាយបាទហើយអ្នកដែលកើតឆ្នាំខាលដដែលពីថ្ងៃទី23ដល់ថ្ងៃទី25មានគេសងលុយបាទមានគេសងលុយអញ្ចឹងអ្នកដែលកើតឆ្នាំខាលពីថ្ងៃទី23ដល់ថ្ងៃទី25គឺសូមប្រយ័ត្នបាទពីថ្ងៃទី23ដល់ថ្ងៃទី25គឺមានគេសងលុយអញ្ចឹងលៀបបាទមានគេសងលុយគឺហេងមានលៀបចូលហើយបាទព្រោះម្នាក់ឥឡូវនេះគេជាពាក់លុយមិនដែលសងទេជាពិសេសអ្នកកើតឆ្នាំខាលបងមកជីវិតបងប្អូនណាបាទគេជាពាក់លុយគឺគេអត់សងទេមើលនឹងកម្មតែហ្មងបាទប៉ុន្តែមិនអីទេបងប្អូនអ្នកដែលកើតនៅឆ្នាំខាលគឺ
ពីថ្ងៃទី23ដល់ថ្ងៃ25មានគេសងលុយអ្នកដែលកើតចាំខាលតតែបងប្អូនណាចុងខែប្រយ័ត្នមានស្នេហាត្រីកោណបាទប្រយ័ត្នមានស្នេហាត្រីកោណស្នេហាត្រីកោណហ្នឹងหมายថាការផាត់ក្បត់ឬមួយក៏អាចមានបញ្ហាចិត្តយើងហ្នឹងវារៀលឬមួយក៏គេក្បត់យើងអញ្ចឹងបងប្អូនយល់ថាពាក្យថាស្នេហាត្រីកោណនេះបាទស្នេហាត្រីកោណហ្នឹងหมายថាស្នេហាมันមាន2នាក់មែនទេហើយបើឡើងដល់3នាក់គេហៅត្រីកោណហ្នឹងអាហ្នឹងប្រយ័ត្នប្រយែងឬមួយក៏វាអាចនឹងមានត្រៀមខ្លួនទទួលឬមួយក៏យើងហ្នឹងខ្លួនយើងហ្នឹងគេលោយើងទៅខូចមានណេះមាននោះទៅគូស្នេហ៍របស់យើងគេចាប់បានវាអាចធ្វើយើងមានរឿងបាទអញ្ចឹងក៏ប្រយ័ត្នប្រយែងតិចទៅចុងខែប្រយ័ត្នមានស្នេហាត្រីកោណបាទជាសារណាពួកលេខគេប្រាប់អញ្ចឹងអញ្ចឹងសូមកុំឲ្យវាមានរឿងនឹងកើតឡើងទៅចោះហើយក៏ស្មោះត្រង់ជាមួយប្តីប្រពន្ធទៅក៏មានការផាត់ក្បត់គ្នាបាទនារីនៅស្រុកខ្មែរគឺដូចជាមិនមានដែរផាត់ក្បត់ប្តីទេភាគច្រើនណា100នាក់មានមួយឯងស្រីក្បត់ប្រុសប៉ុន្តែ1000នាក់គឺទាំង1000ភាគច្រើនគឺបុរសតែងតែក្បត់ចិត្តនារីបាទមានសេចក្តីឈឺចាប់នារីបាទពេលដែលប្រុសក្បត់ចិត្តស្រីដូចគ្មានណាគេថាអីទេធម្មតាបាទនៅក្នុង Facebook ឯងធម្មតាហើយបើសិនជាស្រីក្បត់ចិត្តប្រុសគេជេរបន្តិចបដាសាអាចយុត្តិធម៌ណាបាទឧទាហរណ៍ថាប្តីមានស្រីទៅដេកទៅខូចគ្នាជាមួយនឹងនារីស្រាប់តែប្រពន្ធនឹងចាប់បានគេដៃជេរបរិសុទ្ធគេជេរតែនារីហើយមិនអាប្រុសនឹងវាខូចដែរមិនក៏មិនជេរវាផងយល់ទេបងប្អូនគិតរឿងហ្នឹងយល់ស្របដែរបាទអញ្ចឹងអត់អីទេណាអញ្ចឹងបងប្អូនអ្នកដែលកើតឆាំខាន comment លេខសំណាងលេខ311ចំណែកពណ៌សំណាងគឺពណ៌សណាបាទខែ4 comment នេះ share ដាក់លេខ311ទៅអ្នកកើតឆាំខាននៅtrongខែ4ប្រយ័ត្នមានស្នេហាត្រីកោណកើតឡើងបាទអ្នកដែលកើតឆាំខានយើងដឹងហើយមករយៈនេះមិនមែនរយៈទេ2-3ឆ្នាំចុងក្រោយនេះណាលុយកាក់មាសប្រាក់មិនសូវបានល្អប្រសើរប្រហែលទេសម្រាប់លោកអ្នកដែលកើតនៅឆាំខានហ្នឹងតាំងតែងចំបែងចិត្តណាបាទគឺថាអស់អាលីងហ្មងម្នាក់សល់ខ្លួនហ្នឹងវាមិនល្អទៅទៀតវាតោកយ៉ាក់ទៅទៀតណាបាទអញ្ចឹងបងប្អូនឃើញលោកគ្រូមហាជុំពាក់នៅខ្សែដៃនេះបាទខ្សែដៃនេះគឺជាប្រភេទខ្សែដៃអង្កាំធម្មជាតិបុរាណបាទដែលជារបស់កម្រដែលជាគេរបស់លោកគ្រូមហាជុំតាំងពីដើមមកបាទគេរបស់ខ្ញុំតាំងពីដើមមកអញ្ចឹងខ្ញុំក៏សម្រាប់ចិត្តឆ្នៃជាខ្សែដៃនេះសម្រាប់ឲ្យលោកអ្នកដែលកើតចាំខាតជាពិសេសយកទៅពាក់បាទឆ្នាំខាលគឺអាចជាខ្សែដៃនេះយកទៅពាក់បាននឹងហេងនឹងកាក់កបនឹងជោគជ័យបងប្អូនណាបាទអ្នកកើតចាំខាលខមមិនលេខសំណាងលេខ311ចំណែកពណ៌សំណាងគឺពណ៌សបន្ទាប់ពីខាលចូលដល់ថោះបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំថោះលេខសំណាងលេខ919ចំណែកពណ៌សំណាងគឺពណ៌កាហ្វេបងប្អូនណាបាទពណ៌កាហ្វេបាទអញ្ចឹងបងប្អូនកូនក្មួយអ្នកដែលកើតនៅឆ្នាំថោះលោកអ្នករិស័យលោកអ្នកនៅក្នុងខែ4លេខសំណាងគឺលេខ919ចំណែកឯពណ៌សំណាងគឺពណ៌កាហ្វេលោកអ្នកដែលកើតឆ្នាំថោះខមមិនលេខ919សៀបវីដេអូគូមហាជុំ3ដងដាក់លេខ919ពណ៌សំណាងពណ៌កាហ្វេបងប្អូនណាបាទរិស័យរបស់យើងនៅក្នុងខែ4លោកអ្នកកើតឆ្នាំថោះដើមខែមានលៀបចូលបាទដើមខែមានលៀបចូលសួរថាដើមខែដែលមានលៀបចូលហ្នឹងគឺលៀបអីគឺអត់ដឹងដែរខ្ញុំអត់ដឹងទេគ្រាន់តែជើងលេខគេបានបញ្ជាក់ថាលោកអ្នកដែលកើតនៅឆ្នាំថោះហ្នឹងដើមខែនឹងមានលៀបចូលអញ្ចឹងរាល់កិច្ចការងាររកស៊ីចំនួនជួញដូរមុខរបរទាំងឡាយទាំងពួងហ្នឹងគឺអាចនឹងល្អប្រសើរនៅដើមខែ4នេះហើយនឹងមានលៀបមានជ័យចូលអញ្ចឹងលោកអ្នកក៏សប្បាយចិត្តហើយក៏រីករាយដើម្បីទទួលយកនៅលៀបទទួលយកនៅសំណាងសម្រាប់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះដើមខែមានលៀបចូលបាទអ្នកដែលកើតឆ្នាំថោះដដែលបងប្អូនណាពីថ្ងៃទី6ដល់ថ្ងៃទី9លោកអ្នកប្រយ័ត្នបាត់របស់បងប្អូនណាអ្នកដែលកើតឆ្នាំថោះពីថ្ងៃទី6ដល់ថ្ងៃទី9ប្រយ័ត្នបាត់របស់អញ្ចឹងរបស់ស្អីក៏ដោយគឺប្រយ័ត្នបាត់ណាបងប្អូនណាបាទអញ្ចឹងប្រយ័ត្នបន្តិចណាបាទពីថ្ងៃទី6ដល់ថ្ងៃទី9អញ្ចឹងការទុកដាក់ការមើលការខុសត្រូវគឺសំខាន់បំផុតរបស់ណាដែលស្រឡាញ់គឺប្រយ័ត្នជាងគេបាទយានជំនិះទូរស័ព្ទគ្រឿងអលង្ការលុយកាក់ប្រយ័ត្នប្រយែងបន្តិចណាប្រយ័ត្នបាត់របស់អញ្ចឹងសូមជូនពរកុំឲ្យបាត់ប្រយ័ត្នប្រយែងទៅបាទគេប្រហែសបាត់ប្រយ័ត្នគង់ប៉ុន្តែពេលខ្លះអត់ប្រហែសទេប្រយ័ត្នដែរប៉ុន្តែវាបាត់យល់ទេអញ្ចឹងក៏ប្រយ័ត្នប្រយែងទៅហើយសូមបបវាជាឆ្ងាយកុំឲ្យវាមានអ្វីដែលកើតឡើងអ្នកដែលកើតឆ្នាំថោះដដែលពីថ្ងៃទី13ដល់ថ្ងៃទី15ពីថ្ងៃទី13ដល់ថ្ងៃទី15បងប្អូនកូនក្មួយណាបាទគឺអាចនឹងមានដំណឹងអាក្រក់បាទអាចនឹងមានដំណឹងអាក្រក់ហ្នឹងបានន័យថានឹងមានសាច់ញាតិសាច់ឆ្ងាយទទួលមរណភាពនេះពីថ្ងៃទី13ដល់ថ្ងៃទី15ហ្នឹងគឺអាចនឹងមានសាច់ញាតិសាច់ឆ្ងាយហ្នឹងទទួលមរណភាពអញ្ចឹងរឿងស្អីក៏ដោយអ្វីដែលខ្ញុំទូទាយគឺខ្ញុំចង់ឲ្យទូទាយត្រូវ 100% ប៉ុន្តែរឿងមានសាច់ញាតិទទួលមរណភាពហ្នឹងគឺខ្ញុំអត់ចង់ឲ្យកើតឡើងទេប៉ុន្តែបើសិនជាកើតហើយនឹងជាច្បាប់ធម្មជាតិបងប្អូនត្រូវចាំថាសេចក្តីស្លាប់គឺអ្នកណាក៏ជាអត់រួចដែរទាំងគេទាំងខ្ញុំប៉ុន្តែម្នាក់អត់ចង់ទៅទេប៉ុន្តែវាត្រូវតែបាត់បង់អញ្ចឹងបើនៅរស់ឲ្យធ្វើល្អដាក់គ្នាទៅកុំចាំបាច់ស្លាប់ហើយចាំស្ដាយណាអញ្ចឹងពីថ្ងៃ19ដល់ថ្ងៃ21អ្នកដែលកើតនៅឆ្នាំថោះហ្នឹងសុំទោសពីថ្ងៃទី13ដល់ថ្ងៃទី15អ្នកដែលកើតឆ្នាំថោះហ្នឹងអាចនឹងមានសាច់ញាតិសាច់ឆ្ងាយទទួលមរណភាពបាទសូមចូលរួមរំលែកទុក្ខបើស្លាប់ហើយបើមិនស្លាប់ទេអបអរសាទរកុំឲ្យមានរឿងទាំងអស់នេះកើតឡើងសូមកុំឲ្យរឿងនេះកើតឡើងចំពោះក្រុមគ្រួសារយើងបាទអ្នកដែលកើតឆ្នាំថោះដដែលពីថ្ងៃទី19ដល់ថ្ងៃទី21លោកអ្នកអាចចេញទៅក្រៅប្រទេសណាបងប្អូនណាបាទពីថ្ងៃទី19ដល់ថ្ងៃទី21លោកអ្នកដែលកើតនៅឆ្នាំថោះហ្នឹងគឺអាចចេញទៅក្រៅប្រទេសបានបងប្អូនណាបាទអាចចេញទៅក្រៅប្រទេសនេះពីថ្ងៃទី20ពីថ្ងៃ19
ដល់ថ្ងៃទី21ហ្នឹងអ្នកដែលកើតឆ្នាំថោះហ្នឹងគឺអាចចេញទៅក្រៅប្រទេសបាទអញ្ចឹងក្តីបំណងដែលចង់ទៅប្រទេសណាឬមួយក៏អ្នកដែលមិនដែរចង់ទៅមិនដែរបានទៅណាទេឬមួយក៏មានបំណងចង់ទៅនៅអាមេរិកនៅអីស្រុកអភិវឌ្ឍអីគឺពីថ្ងៃ19ដល់ថ្ងៃទី21នេះលោកអ្នកអាចចេញក្រៅប្រទេសបានអញ្ចឹងសូមឲ្យជូនពរឲ្យបានចេញទៅដោយក្តីបំណងបងប្រាថ្នាទៅឲ្យហេងឲ្យកាក់កបឲ្យរីកចម្រើនពីថ្ងៃ19ដល់ថ្ងៃ21អ្នកដែលកើតឆ្នាំថោះដដែលបងប្អូនកូនក្មួយណាពីថ្ងៃទី23ដល់ថ្ងៃទី25គឺត្រូវឆ្នោតបាទคลิปនេះមិនមែនឲ្យទៅចាក់ឆ្នោតទេណាប៉ុន្តែគេថាលោកអ្នកនឹងត្រូវឆ្នោតអញ្ចឹងជូនពរឲ្យអ្នកដែលកើតឆ្នាំថោះនេះពីថ្ងៃ23ដល់ថ្ងៃទី25ហ្នឹងគឺត្រូវឆ្នោតមានលៀបមានសំណាងហេងកាក់កបទៅអញ្ចឹងពីថ្ងៃទី23ដល់ថ្ងៃទី25អ្នកដែលកើតនៅឆ្នាំថោះគឺអាចនឹងត្រូវឆ្នោតឬមួយក៏មានលៀបអីផ្សេងចូលមកទៀតបាទលោកអ្នកដែលកើតនៅឆ្នាំថោះដដែលចុងខែលោកអ្នកដែលកើតនៅឆ្នាំថោះដដែលបងប្អូនណាចុងខែ4ប្រយ័ត្នដួលអាចឆ្លោះក្រិចឬមួយបាក់បាទប្រយ័ត្នណាប៉ុន្តែមិនមែនថាលោកអ្នកដែលកើតឆ្នាំថោះហ្នឹងចុងខែគឺត្រូវមានរឿងនឹងកើតឡើងទេប៉ុន្តែគឺត្រូវប្រយ័ត្នបងប្អូនណាបាទឆ្នាំថោះដើមខែប្រយ័ត្នដួលណាប្រយ័ត្នធ្លាក់អញ្ចឹងប្រយ័ត្នដួលប្រយ័ត្នធ្លាក់អញ្ចឹងប្រយ័ត្នណាពីថ្ងៃដើមខែចុងខែអ្នកដែលកើតឆ្នាំថោះចុងខែ4គឺប្រយ័ត្នដួលប្រយ័ត្នធ្លាក់អាចក្រិចឆ្លោះឬក៏បាក់ដៃបាក់ជើងអញ្ចឹងប្រយ័ត្នបន្តិចបាទពីថ្ងៃទីចុងខែ4ហ្នឹងប្រយ័ត្នដួលប្រយ័ត្នធ្លាក់នាំឲ្យក្រិចឆ្លោះបាក់បែកអញ្ចឹងគឺត្រូវប្រយ័ត្នរឿងនឹងមួយអ្នកដែលកើតឆ្នាំថោះដដែលលេខសំណាងរបស់លោកអ្នកគឺលេខ919ប្រយ័ត្ន comment នៅលឿនបាទ comment លេខ919 share វីដេអូលោកគ្រូមហាជុំ3ដងដាក់លេខ919លៀបជ័យសុខសប្បាយហេងនឹងចូលមកបាទអ្នកដែលកើតឆ្នាំថោះដដែលបងប្អូនកូនក្មួយណាបាទសម្រាប់បុរសណាដែលចង់ឲ្យរាសីឡើងចង់ឲ្យហេងចង់ឲ្យកាក់កបចង់ឲ្យជោគជ័យចង់ឲ្យរីកចម្រើនណាខ្សែដៃមហាអំណាចមហាលៀបបងណាបាទនេះដែរហេងខ្លាំងមានអំណាចហើយមានដេកជះហើយមានរឹតហើយឈ្នះអស់សត្រូវកំចាត់សត្រូវចោលអស់គូប្រជែងក៏ធ្លាក់បាក់បោកខ្លោបខ្លាចហើយឡើងបុណ្យស័ក្តិមានលុយចូលអញ្ចឹងបងប្អូនអាចជាវខ្សែដៃមហាអំណាចនេះយកទៅពាក់បាទជាប្រភេទកម្រណាមិនមែនចេះតែមានទេបាទខ្ញុំឆ្នៃធ្វើជូនបងប្អូនចំណែកពណ៌សំណាងបងប្អូនគឺពណ៌កាហ្វេបាទសូមជូនពរឲ្យហេងឲ្យកាក់កបរីកចម្រើនទាំងអស់គ្នាបន្តមកទៀតចូលដល់លោកអ្នកដែលកើតនៅឆ្នាំរោងបាទឆ្នាំរោងគឺលេខសំណាង169ពណ៌សំណាងពណ៌ខៀវរាសីនៅក្នុងខែ4ខែមេសានេះគឺលេខសំណាងលេខ169ចំណែកពណ៌សំណាងគឺពណ៌ខៀវអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងសូមលោកអ្នក comment នៅលេខសំណាងគឺលេខ169ចំណែកពណ៌សំណាងគឺពណ៌ខៀវបាទរាសីរបស់លោកអ្នកគឺល្អនៅក្នុងខែ4អញ្ចឹងលោកអ្នកកុំភ្លេច comment លេខសំណាងណាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងដើមខែដាច់លុយដើមខែ4លោកអ្នកឆ្នាំរោងគឺដាច់លុយគឺដាច់លុយមិនថាលុយកាក់អត់សបោវាស្ទះអញ្ចឹងវាមានបញ្ហាច្រើនតិចដើមខែ4អញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំរោងហ្នឹងសូមឲ្យលោកអ្នកចាយវាយឲ្យមានខ្ទង់បាទព្រោះដើមខែនេះគឺដាច់លុយហ៎បាទអញ្ចឹងសូមលោកអ្នកប្រយ័ត្នប្រយែងតិចបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងដើមខែដាច់លុយហីអញ្ចឹងសូមលោកអ្នកដែលកើតនៅឆ្នាំរោងទាំងអស់ហ្នឹងគឺគិតមែនតើណារឿងលុយកាក់កុំចេះតែចាយកុំចេះតែចំណាយខ្ជិកទៅធ្វើឲ្យយើងហ្នឹងវាគេហៅថាចាយដល់ខែណាបាទកុំសេរីមេមីបាទកាលខ្ញុំនៅរៀនគេហៅថាសេរីពួកអាសេរីមេបាទសេរីមេហ្នឹងហមายថាវាអត់លុយទិញមីម៉ាស៊ីនហ្នឹងសេរីមេអញ្ចឹងអ្នកដែលកើតឆ្នាំរោងគឺដើមខែគឺតឹងតែងបាទអត់មានលុយទេបាទប៉ុន្តែមនុស្សអ្នកកើតឆ្នាំរោងគេថាមនុស្សសកម្មមិនងាយស្លាប់ទេតែចិត្តស្លាប់មានដំណោះស្រាយហើយអញ្ចឹងដើមខែអ្នកដែលកើតឆ្នាំរោងដាច់លុយណាអញ្ចឹងសូមមានការបួងសួងដោយលោកគ្រូមហាជុំកុំឲ្យដាច់លុយទៅឲ្យហេងរហូតទៅណាបាទលោកអ្នកដែលកើតនៅឆ្នាំរោងលេខសំណាងលេខ169ពណ៌សំណាងពណ៌ខៀវណាបាទលោកអ្នកដែលកើតនៅឆ្នាំរោងបងប្អូនកូនក្មួយពីថ្ងៃទី7ដល់ថ្ងៃទី9លក់របស់ដាច់បងប្អូនកូនក្មួយណាបាទពីថ្ងៃទី7ដល់ថ្ងៃទី9លក់របស់ដាច់ពីថ្ងៃទី7ដល់ថ្ងៃទី9ខែ4ហ្នឹងអ្នកដែលកើតឆ្នាំរោងហ្នឹងអាចលក់របស់ដាច់បាទលក់ជាដីធ្លីលក់ជាផ្ទះសម្បែងអីចឹងទៅអ្វីដែលយើងចង់លក់ហ្នឹងគឺអាចលក់ដាច់ពីថ្ងៃទី7ដល់ថ្ងៃទី9បងប្អូនកូនក្មួយណាបាទអញ្ចឹងពីថ្ងៃទី7ដល់ថ្ងៃទី9អ្នកដែលកើតឆ្នាំរោងនឹងលក់របស់ដាច់អញ្ចឹងសូមជូនពរដល់អ្នកកើតឆ្នាំរោងទាំងអស់ហ្នឹងឲ្យលក់របស់ដាច់ដោយអ្វីដែលយើងបងប្រាថ្នាលោកអ្នកដែលកើតឆ្នាំរោងដដែលរាសីនៅក្នុងខែមេសានេះពីថ្ងៃទី14ដល់ថ្ងៃទី16លោកអ្នកគឺត្រូវតែត្រៀមចិត្តហើយក៏តមហើយក៏អត់ធ្មត់ណាអាចនឹងមានគេហៅថាចំនួនឆ្លោះកើតឡើងរវាងគូសកលប្តីប្រពន្ធបាទពីថ្ងៃ14ដល់ថ្ងៃទី16បាទគឺអាចនឹងមានរឿងកើតឡើងគឺឆ្លោះគ្នាបាទឆ្លោះគ្នាជាមួយនឹងគូស្វាមីភរិយាក្នុងក្រុមគ្រួសារណាចឹងអត់ធ្មត់តិចបាទថ្ងៃ14ដល់ថ្ងៃ16គឺឆ្លោះគ្នាបងប្អូនចឹងសូមឲ្យមានការប្រយ័ត្នប្រយែងតិចហើយតមពាក្យតមសម្ដីឲ្យបានឲ្យល្អឲ្យច្រើនណាបាទដើម្បីកុំឲ្យវាមានការឆ្លោះគ្នាកើតឡើងបងប្អូនអ្នកដែលកើតឆ្នាំរោងពីថ្ងៃទី14ដល់ថ្ងៃទី16ប្រយ័ត្នឆ្លោះគ្នាពីថ្ងៃទី20ដល់ថ្ងៃទី22លោកអ្នកដែលកើតនៅឆ្នាំរោងហ្នឹងគឺប្រយ័ត្នឈឺបាទប្រយ័ត្នឈឺណាបងប្អូនអ្នកដែលកើតឆ្នាំរោងហ្នឹងប្រយ័ត្នឈឺ
ពីថ្ងៃទី20ដល់ថ្ងៃទី22គឺត្រូវថែទាំសុខភាពឲ្យបានល្អបន្តិចបងប្អូនណាគឺសុខភាពអត់ល្អទេគឺអាចនឹងឈឺបាទពីថ្ងៃទី20ដល់ថ្ងៃទី22សម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងគឺប្រយ័ត្នឈឺបាទថែរទាំសុខភាពលោកអ្នកដែលកើតឆ្នាំរោងចុងខែឡើងតំណែងឡើងឋានៈបងប្អូនណាលោកអ្នកដែលកើតនៅឆ្នាំរោងគឺចុងខែឡើងតំណែងឡើងតួនាទីចុងខែ4អញ្ចឹងអបអរសាទរណាសូមឲ្យការទូទាយខ្ញុំឈុត 100% ឲ្យឡើងបុណ្យស័ក្តិគ្រប់គ្នាទៅសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរោងបាទអ្នកដែលកើតឆ្នាំរោងគឺឡើងតំណែងអញ្ចឹងសូមឲ្យក្តីបំណងណាឲ្យបានដូចបំណងទៅអ្នកដែលកើតឆ្នាំរោងកំសត់ឆ្អែតហើយជីវិតនេះបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងគឺពីថ្ងៃទីចុងខែហ្នឹងគឺឡើងតំណែងបាទអញ្ចឹងអ្នកដែលកើតឆ្នាំរោងលេខសំណាងលេខ169ចំណែកពណ៌សំណាងគឺពណ៌ខៀវបងប្អូនណាខមមិនលេខសំណាងលេខ169ចំណែកពណ៌សំណាងពណ៌ខៀវលោកអ្នកដែលកើតនៅឆ្នាំរោងទាំងអស់បងប្អូនណាបាទបរោះណាដែលធ្វើការយូរហើយអត់ឡើងតំណែងទេរស់ស៊ីយូរអត់ឡើងទេចិត្តតែមានបញ្ហាគេស្អប់គេចំណែនគេឈ្នាននេះគេធ្វើបាបលុយកាក់ហោមបានចាញ់ជ្រាបគេជិះជាន់ធ្វើបាបគ្រប់ពេលវេលានេះគឺជាប្រភេទខ្សែដៃបាទខ្សែដៃមហាលៀបខ្សែដៃមហាសំណាងមហាដេកជះបាទថាពាក់ខ្សែដៃហ្នឹងទៅធ្វើឲ្យអ្នកដែលពាក់ហ្នឹងជាពិសេសអ្នកដែលកើតឆ្នាំរោងទី1គឺលៀបធំចូលមកជោគជ័យបាទហើយថែមនៅយ័ន្តទេវតាទ្រព្យនេះគឺជាយ័ន្តដ៏ពិសិដ្ឋគឺយើងយកទៅដាក់តាមខ្លួនគឺផ្ទុះលៀបហេងខ្លាំងបងប្អូនណាបាទអញ្ចឹងនារីទាំងឡាយជាវនៅខ្សែដៃស្រូបលុយដល់បំណុលលីយកទៅពាក់គឺនឹងផ្ទុះលៀបគឺនឹងហេងខ្លាំងណាស់បាទអាចតំណងជាវបាទអញ្ចឹងអ្នកកើតឆ្នាំរោងលេខសំណាងខមមិន169ខមមិននេះសេអាផងបាទចំណែកឯពណ៌សំណាងគឺពណ៌ខៀវបងប្អូនណាបាទបញ្ចប់អ្នកកើតឆ្នាំរោងប៉ុណ្ណឹងចូលដល់ម្សាញ់រាសីលោកអ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់នៅក្នុងខែមេសាខែ4លេខសំណាងលេខ786បាទអ្នកដែលកើតឆ្នាំម្សាញ់ខមមិនលេខសំណាងលេខ786បងប្អូនណាបាទលេខសំណាងលេខ786ពណ៌សំណាងគឺពណ៌ទឹកប្រាក់អ្នកដែលកើតឆ្នាំម្សាញ់ខមមិនលេខសំណាងលេខ786ចំណែកពណ៌សំណាងគឺពណ៌ទឹកប្រាក់រាសីរបស់យើងនៅក្នុងខែមេសាអ្នកដែលកើតឆ្នាំម្សាញ់បាទដើមខែគឺប្រយ័ត្នបែកបាក់ស្នេហាបាទអ្នកដែលកើតឆ្នាំម្សាញ់ដើមខែបែកបាក់ស្នេហាដើមខែ4ណាអញ្ចឹងបើសិនជាអាចអត់ធ្មត់បើចង់បែកបើអ្នកដែលចង់បែកចឹងអញចង់បែកចង់លេងប្រយោជន៍ដឹកអានឹងអាចដាច់បាទប៉ុន្តែបើអ្នកចង់ក្បត់ជើងក៏វាអាចរត់ចោលយើងដែរអញ្ចឹងអានឹងគុណវិបត្តិនិងគុណសម្បត្តិអញ្ចឹងប្រយ័ត្នអត់ធ្មត់ណាហើយបើយើងមិនទាន់អស់ចិត្តពីគេទេស្នេហាយើងក៏អត់ធ្មត់ទៅហើយបើចង់អស់ចិត្តទេអាចបែកគេថាជួបស្នេហាបែកបាក់ដើមខែ4អ្នកកើតឆ្នាំម្សាញ់អញ្ចឹងអត់ធ្មត់តិចទៅបើមិនជួបទៅឆ្លោះគ្នាខ្លាំងណាស់អញ្ចឹងយើងក៏ប្រយ័ត្នប្រយែងណាបាទព្រោះអត់ចង់មានឲ្យបែកបាក់អត់ចង់ឲ្យមានគ្រួសារមួយពីរស្នេហាបន្តទៅអត់មានអ្នកចង់ទេម្នាក់អត់មានអ្នកណាចង់បដូររសជាតិច្រើននៃជីវិតទៅប៉ុន្តែវាមិនដឹងធ្វើម៉េចប៉ុន្តែកុំឲ្យកើតណាពីថ្ងៃទីដើមខែ4នឹងចូលមកដល់សូមកុំឲ្យមានរឿងអីកើតឡើងបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតនៅឆ្នាំម្សាញ់ប្រយ័ត្នប្រយែងបន្តិចបាទហើយអ្នកដែលកើតឆ្នាំម្សាញ់ដដែលបងប្អូនកូនក្មួយពីថ្ងៃ6ដល់ថ្ងៃ8ពីថ្ងៃទី6ដល់ថ្ងៃទី8បងប្អូនកុំដើរផ្លូវឆ្ងាយបាទកុំដើរផ្លូវឆ្ងាយឬមួយក៏បងប្អូនដែលកើតនៅឆ្នាំម្សាញ់ហ្នឹងពីថ្ងៃទី6ដល់ថ្ងៃទី8ហ្នឹងបើកបរដោយប្រយ័ត្នប្រយែងបាទបើកបរដោយប្រយ័ត្នប្រយែងអាចមានគ្រោះថ្នាក់អាចមានបញ្ហាណាមួយកើតឡើងពីថ្ងៃទី6ដល់ថ្ងៃទី8ណាអញ្ចឹងបើអាចនៅផ្ទះហើយបើចេញដើរគឺប្រយ័ត្ននៅក្នុងការធ្វើដំណើរពីថ្ងៃទី6ដល់ថ្ងៃទី8លោកអ្នកដែលកើតនៅឆ្នាំម្សាញ់ពីថ្ងៃទី12ដល់ថ្ងៃទី14លោកអ្នកប្រយ័ត្នចាញ់បោកគេណាបងប្អូនណាបាទជើងនេះគេថាប្រយ័ត្នចាញ់បោកមនុស្សស្រីវ័យកណ្ដាលខ្មៅស្អែកបាទអញ្ចឹងពីថ្ងៃ12ដល់ថ្ងៃ14លោកអ្នកដែលកើតនៅឆ្នាំម្សាញ់គឺប្រយ័ត្នចាញ់បោកគេជាពិសេសប្រយ័ត្នមនុស្សស្រីវ័យកណ្ដាលខ្មៅស្អែកនឹងនាំឲ្យយើងនឹងមកបោកយើងអញ្ចឹងពីថ្ងៃ12ដល់ថ្ងៃ14ប្រយ័ត្នឲ្យមែនទែនប្រយ័ត្នចាញ់បោកគេបងប្អូនកុំក្មួយណាបាទអញ្ចឹងសូមកុំឲ្យមានរឿងទាំងអស់ហ្នឹងកើតឡើងដើម្បីកុំឲ្យអ្វីដែលលោកគ្រូទូទាយមិនថាលោកអ្នកចាញ់បោកគេទេឲ្យប្រយ័ត្នអញ្ចឹងយើងសង្ឃឹមថាយើងនឹងមិនមានបញ្ហាអ្វីកើតឡើងទៅបាទពីថ្ងៃទី12ដល់ថ្ងៃទី14ប្រយ័ត្នចាញ់បោកគេពីថ្ងៃទី18បងប្អូនដល់ថ្ងៃទី20អ្នកដែលកើតឆ្នាំម្សាញ់ហ្នឹងគឺមានលៀបចូលបងប្អូនណាបាទនេះពីថ្ងៃ18ដល់ថ្ងៃទី20អ្នកដែលកើតឆ្នាំម្សាញ់ប្រយ័ត្នមានលៀបចូលបាទអញ្ចឹងពីថ្ងៃទី18ដល់ថ្ងៃទី20អ្នកដែលកើតឆ្នាំម្សាញ់មានលៀបចូលអញ្ចឹងលៀបដែលចូលសម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់ពីថ្ងៃ18ដល់ថ្ងៃ20ខ្ញុំអត់ដឹងលៀបអីទេប៉ុន្តែគ្រាន់តែថាជើងលេខគេថាមានលៀបចូលអញ្ចឹងសូមឲ្យលៀបទាំងឡាយហ្នឹងណាបានដល់បងប្អូនទៅនៅអ្វីដែលជាក្តីបំណងពងប្រាថ្នាអញ្ចឹងពីថ្ងៃ18ដល់ថ្ងៃ20គឺមានលៀបចូលហើយបាទហេងកាក់កបរីចម្រើនជោគជ័យលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ដដែលពីថ្ងៃទី23ដល់ថ្ងៃទី25ថែរក្សាសុខភាពឈឺបាទឈឺណាបងប្អូនកុំក្មួយណាបាទអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ពីថ្ងៃទី23ដល់ថ្ងៃទី25លោកអ្នកប្រយ័ត្នឈឺលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ចុងខែបាទលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ចុងខែលោកអ្នកដែលកើតនៅឆ្នាំម្សាញ់ចុងខែលោកអ្នកនឹងមានដំណឹងល្អបាទ
ដំណឹងល្អគឺជាដំណឹងដែលយើងទន្ទឹងរង់ចាំបាទដំណឹងល្អគឺជាដំណឹងដែលយើងទន្ទឹងរង់ចាំហីថាយើងរង់ចាំយូរហើយប៉ុន្តែយើងអត់ដឹងថាវានឹងមានរឿងអីកើតឡើងចំពោះយើងទេយើងចេះរង់ចាំអូយចាំដល់ពេលឥឡូវលែងចាំហ៎ចូលមកដល់ចុងខែនេះគឺនឹងមានរឿងល្អចូលមកធ្វើឲ្យយើងនឹងគឺនឹងទទួលបានភាពល្អប្រសើរណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំម្សាញ់លេខសំណាងគឺលេខ786បាទ786ចំណែកលេខសំណាងគឺលេខសំណាងលេខ786ពណ៌សំណាងពណ៌ទឹកប្រាក់សម្រាប់លោកអ្នកដែលកើតឆ្នាំម្សាញ់អញ្ចឹងអ្នកកើតឆ្នាំម្សាញ់ comment លេខសំណាងគឺលេខ786ចំណែកពណ៌សំណាងគឺពណ៌ទឹកប្រាក់អ្នកដែលកើតឆ្នាំម្សាញ់ទាំងអស់ជាពិសេសបុរសបាទបងបរោះធ្វើការយូរហើយអត់ឡើងបុណ្យស័ក្តិសោះហើយគឺស្អប់ពេញភូមិគេចំណាយគេជីជន់ចង្វាយនាយមើលមិនឃើញធ្វើអីមិនកាក់កបលៀបជ័យផងតែចូលមកចូលមិនរួចរបូតដាច់លៀបដាច់ជ័យបងប្អូនជាវខ្សែដៃចក្រពត្តិយកទៅពាក់បាទខ្សែដៃនេះបងប្អូនស្ដាប់ខ្សែដៃចក្រពត្តិប្រែថាអំណាចមិនមែនត្រួតតែមួយត្រួត10នគរបាទអញ្ចឹងខ្សែដៃចក្រពត្តិឬខ្សែដៃចក្រភពនេះគឺល្អណាស់សម្រាប់បងប្អូនដែលកើតនៅឆ្នាំម្សាញ់យកទៅពាក់បាទយើងអត់មានច្រើនទេខ្ញុំសូមក៏បង្ហាញត្រឹមប៉ុណ្្នឹងអញ្ចឹងឥឡូវនេះខ្ញុំសូមបញ្ចប់លោកអ្នកដែលកើតនៅឆ្នាំម្សាញ់បាទជាបន្តចូលដល់លោកអ្នកដែលកើតនៅឆ្នាំមកម៉ែអើយមកម៉ែបាទអ្នកដែលកើតឆ្នាំមកម៉ែលេខសំណាងគឺលេខ448បាទ448ពណ៌សំណាងពណ៌ក្រហមអ្នកដែលកើតឆ្នាំមកមីបាទសុំទោសណាមិញហៅមកម៉ែនឹកមកម៉ែពេកឥឡូវចុះមកម៉ែមកម៉ែគឺមកមីសុំរងទៀតណាបាទខ្ញុំសូមទូទាជូនដល់លោកអ្នកដែលកើតនៅឆ្នាំមកមីបាទអ្នកដែលកើតនៅឆ្នាំមកមីលេខសំណាងលេខ448ពណ៌សំណាងពណ៌ក្រហមបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមកមីរាសីប្រចាំខែមេសាឆ្នាំ2026លេខសំណាងលេខ448ពណ៌សំណាងពណ៌ក្រហមដើមខែប្រយ័ត្នមាត់ប្រយ័ត្នកប្រយ័ត្នពាក្យសម្ដីបាទលោកអ្នកដែលកើតនៅឆ្នាំមកមីដើមខែប្រយ័ត្នមាត់កពាក្យសម្ដីណាបងប្អូនណាបាទអញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំមកមីដើមខែប្រយ័ត្នមាត់កពាក្យសម្ដីបន្តិចបើមិនអញ្ចឹងទេអាចមានរឿងដោយសារមាត់កពាក្យសម្ដីរបស់យើងនឹងព្រោះអ្នកកើតឆ្នាំមកមីគឺជាអ្នកដែលត្រង់បងប្អូនណាបាទអ្នកដែលកើតឆ្នាំមកមីគឺជាអ្នកមួយដែលត្រង់អញ្ចឹងអាត្រង់ហ្នឹងដែលវាធ្វើឲ្យយើងហ្នឹងណាវាអាចត្រូវគេស្អប់បានអញ្ចឹងពីថ្ងៃទីដើមខែចូលមកដល់ភ្លាមគឺប្រយ័ត្នណាបងប្អូនណាបាទមាត់កពាក្យសម្ដីអីហ្នឹងគឺត្រូវតែប្រយ័ត្នប្រយែងបន្តិចបើមិនប្រយ័ត្នប្រយែងទេគឺអាចមានរឿងចូលមកដល់នៅក្នុងខ្លួនហើយអញ្ចឹងសូមឲ្យប្រយ័ត្នប្រយែងណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំមកមីបើមិនប្រយ័ត្នទេអត់បានទេព្រោះឆ្នាំនេះយើងរាសីអត់ល្អបងប្អូនបាទរាសីធ្លាក់អញ្ចឹងគាត់ថារាសីធ្លាក់គឺវាប្រយ័ត្នណាបាទអញ្ចឹងពីថ្ងៃទីដើមខែហ្នឹងគឺអ្នកដែលកើតឆ្នាំមកមីហ្នឹងគឺត្រូវតែប្រយ័ត្នមាត់កពាក្យសម្ដីបាទកុំចេះតែនិយាយណាគិតពិចារណាអ្នកដែលកើតឆ្នាំមកមីតដែរពីថ្ងៃទី8ដល់ថ្ងៃទី10ពីថ្ងៃទី8ដល់ថ្ងៃទី10លក់របស់ដាច់បាទពីថ្ងៃទី8ដល់ថ្ងៃទី10លក់របស់ដាច់បងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមកមីពីថ្ងៃទី8ដល់ថ្ងៃទី10លក់របស់ដាច់អញ្ចឹងសួរខ្ញុំថាលោកគ្រូម៉ាចុំខ្ញុំមកមីលក់អីដាច់ខ្ញុំថាខ្ញុំអត់ដឹងទេគ្រាន់តែខ្ញុំដឹងថាពីថ្ងៃទី8ដល់ថ្ងៃទី10លោកអ្នកនឹងលក់របស់ដាច់អញ្ចឹងខ្ញុំជូនពរឲ្យលោកអ្នកលក់របស់ដាច់ដោយក្តីបំណងដែលលោកអ្នកបងប្រាថ្នាបាទលោកអ្នកដែលកើតនៅឆ្នាំមកមីពីថ្ងៃទី14ដល់ថ្ងៃទី16ត្រូវឆ្នោតមិនមែនតែឲ្យលោកអ្នកចាក់ឆ្នោតចាក់កតុយលេខដែលជាគេហៅថាពីលីអាវ៉ាសែទេណាប៉ុន្តែគ្រាន់តែថាជើងលេខគេបានជំរាបប្រាប់យើងថាពីថ្ងៃទី14ដល់ថ្ងៃទី16ខែ4ហ្នឹងសម្រាប់លោកអ្នកដែលកើតឆ្នាំមកមីហ្នឹងនឹងត្រូវឆ្នោតបាទនឹងត្រូវឆ្នោតអញ្ចឹងត្រូវឆ្នោតហ្នឹងគឺជូនពរឲ្យត្រូវបានលេខធំទៅណាបាទប៉ុន្តែត្រូវចាំថាលបែងកុំប្រព្រឹត្តអ្នកដែលឡើងអុកញ៉ាជោគជ័យគេមិនមែនមានដោយសារចាក់ឆ្នោតទេមានដោយសារការខំប្រឹងអញ្ចឹងពីថ្ងៃទី14ដល់ថ្ងៃ16នេះគឺត្រូវឆ្នោតបងប្អូនណាបាទពីថ្ងៃទី20ដល់ថ្ងៃទី22អ្នកដែលកើតឆ្នាំមកមីបាទពីថ្ងៃទី20ដល់ថ្ងៃទី22អ្នកដែលកើតឆ្នាំមកមីឡើងប្រាក់ខែបាទគេថាឡើងប្រាក់ខែណាបងប្អូនណាបាទអញ្ចឹងអ្នកដែលកើតឆ្នាំមកមីពីថ្ងៃទី20ដល់ថ្ងៃទី22ឡើងប្រាក់ខែអញ្ចឹងសូមឲ្យប្រាក់ខែឡើងឲ្យខ្ពស់ទៅសូមឲ្យប្រាក់ខែឡើងឲ្យច្រើនទៅបាទអញ្ចឹងពីថ្ងៃទី20ដល់ថ្ងៃទី22លោកអ្នកដែលកើតឆ្នាំមកមីឡើងប្រាក់ខែសូមឲ្យហេងសូមឲ្យកាក់កបសូមឲ្យជោគជ័យបាទសូមឲ្យហេងទៅលោកអ្នកដែលកើតនៅឆ្នាំមកមីចុងខែបាទលោកអ្នកដែលកើតនៅឆ្នាំមកមីចុងខែមកមីចុងខែកុំដើរឆ្ងាយបាទមកមីចុងខែកុំដើរឆ្ងាយណាប៉ុន្តែបើសិនជាដើរក៏ត្រូវមានការប្រយ័ត្នប្រយែងសូម្បីតែការធ្វើដំណើរនៅលើដងផ្លូវចុងខែ4អ្នកដែលកើតឆ្នាំមកមីទាំងអស់ហ្នឹងគឺត្រូវមានការប្រយ័ត្នប្រយែងបន្តិចបងប្អូនណាបាទបើមិនមានការប្រយ័ត្នប្រយែងទេគឺអាចនឹងមានបញ្ហាកើតឡើងអញ្ចឹងសូមឲ្យអ្នកកើតឆ្នាំមកមីប្រយ័ត្នប្រយែងណាបងប្អូនណាបាទហើយបើថាការងារចាំបាច់ត្រូវទៅឆ្ងាយទេកុំទៅតែឯងណាបងប្អូនបាទត្រូវរអ្នកទៅជាមួយកុំឲ្យទៅតែឯងទៅវាមិនល្អបងប្អូនណាបាទអញ្ចឹងត្រូវតែប្រយ័ត្នប្រយែងតិចអ្នកដែលកើតឆ្នាំមកមីអញ្ចឹងអ្នកដែលកើតឆ្នាំមកមីលេខសំណាងលេខ448ចំណែកពណ៌សំណាងគឺពណ៌ក្រហមបងប្អូនអ្នកដែលកើតឆ្នាំមកមីនេះខមមិនលេខសំណាងគឺលេខ448ពណ៌សំណាងគឺពណ៌ក្រហមបាទបងប្អូនអ្នកដែលកើតឆ្នាំមកមីបងប្អូនសិតតែជួបបញ្ហាដោយសារអីដោយសារឆ្នាំនេះឆ្នាំ2026ជាឆ្នាំមកមីយើងជន់ឆ្នាំណា
ដូច្នេះកិច្ចការងាររកស៊ីចំនួនជួយដូរមុខរបរអីទាំងឡាយទាំងពួងអត់សូវកាក់កបទេគឺរឿងល្អចូលមកមិនរួចដាច់ខាតលឺតែដំណឹងរបូតលឺតែដំណឹងរបូតចំណែករឿងមិនល្អគឺចូលមកបន្តបន្ទុយគ្នាបាច់ហៅក៏មកដែរបាទវាស្រូបមកលឿនមែនតើមកអញ្ចឹងអ្នកដែលកើតឆ្នាំមមីខ្ញុំណែនាំឲ្យបងប្អូនណាបាទបងប្អូនជាវខ្សែករូបពពែនេះយកទៅពាក់បាទនេះគឺជាប្រភេទខ្សែករូបពពែដែលជាប្រភេទខ្សែកដែលធ្វើឡើងយ៉ាងពិសិដ្ឋសម្រាប់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំមមីយកទៅពាក់ចឹងបងប្អូនអត់ប្រមាថទេគ្រាន់តែយកទៅលាបបបោមាត់ហើយនឹងចៅស្ដាំឆ្វេងហើយតមិនទទួលទានសាច់ឆ្កែលោកអ្នកនឹងទទួលបានជោគជ័យលក់ដូរក៏ដាច់ជាងគេនិយាយជាមួយភ្ញៀវអតិថិជនក៏គេចាប់ចិត្តដិតអារម្មណ៍ហើយក៏នឹងហេងកាក់កបអញ្ចឹងបងប្អូនអាចជាវនៅកមួនស្នេហ៍ស័ក្តិសិទ្ធិនេះពីលោកគ្រូមហាជុំយកទៅលាបដើម្បីតំណាក់តំណងកិច្ចការងារស្នេហាឲ្យរលូនបាទសម្រាប់លោកអ្នកទាំងអស់គ្នាជាពិសេសអ្នកកើតឆ្នាំមមីហើយបើប្តីមានស្រីប្រកែបំផុតបងប្អូនណាយកទៅលាបទៅប្តីលែងមានហើយបាទអញ្ចឹងសូមជូនពរឲ្យបានកាក់កបណាបាទហេងអញ្ចឹងបញ្ចប់អ្នកកើតឆ្នាំមមីទាំងប៉ុណ្្នឹងចូលដល់អ្នកកើតឆ្នាំមម៉ែរាសីប្រចាំខែមេសាឆ្នាំ2026បាទលេខសំណាងអ្នកកើតឆ្នាំមម៉ែលេខ943ពណ៌សំណាងពណ៌ត្នោតបាទពណ៌សំណាងពណ៌ត្នោតលេខសំណាងលេខ943អ្នកកើតឆ្នាំមម៉ែខមមិនលេខសំណាងគឺលេខ943ចំណែកពណ៌សំណាងគឺពណ៌ត្នោតរាសីរបស់លោកអ្នកមម៉ែដើមខែសុខភាពអត់ល្អទេឈឺបាទមម៉ែដើមខែឈឺណាបងប្អូនណាបាទអញ្ចឹងអ្នកកើតឆ្នាំមម៉ែខ្លះមិនទាន់ដល់ដើមខែផងឥឡូវទៅថ្ងៃ31ចុងខែអ្នកកើតឆ្នាំមម៉ែឈឺបាត់ហើយបាទអញ្ចឹងសូមជូនពរឲ្យមម៉ែទាំងអស់កុំឲ្យឈឺទៀតណាឲ្យហេងឲ្យកាក់កបឲ្យជោគជ័យឲ្យរីកចម្រើនទៅអញ្ចឹងអ្នកកើតឆ្នាំមម៉ែដើមខែថែសុខភាពឈឺចិត្តតែថប់ដង្ហើមចិត្តតែណែនទ្រូងចិត្តតែមិនស្រួលខ្លួនចិត្តតែដេកមិនលក់ចិត្តតែអស់កម្លាំងចិត្តតែធុញថប់ចិត្តតែមួម៉ៅអញ្ចឹងដើមខែប្រយ័ត្នឈឺណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំមម៉ែពីថ្ងៃទី8ដល់ថ្ងៃទី10មានលៀបធំចូលអ្នកដែលកើតឆ្នាំមម៉ែពីថ្ងៃទី8ដល់ថ្ងៃទី10មានលៀបធំចូលបងប្អូនណាបាទលៀបនឹងមកពីលិចពីកើតពីជើងពីត្បូងចូលមកគ្រប់ទិសគ្រប់ទីអញ្ចឹងសូមជូនពរឲ្យអ្នកដែលកើតឆ្នាំមម៉ែទាំងអស់មានលៀបចូលដោយអ្វីដែលគ្រូមហាជុំទូទាយណាបាទអបអរសាទរអ្នកដែលកើតឆ្នាំមម៉ែដដែលពីថ្ងៃទី14ដល់ថ្ងៃទី16បងប្អូនណាបាទមានលៀបសัตว์ជើង2បាទមានលៀបសัตว์ជើង2ហ្នឹងសម្រាប់អ្នកដែលអត់កូនអាចនឹងមានដំណឹងល្អមានកូនសម្រាប់អ្នកដែលមិនទាន់មានគ្រួសារក៏អាចមានគ្រួសារបាទអញ្ចឹងមិនមែនមន់ទេណាសត្វជើងពីរយ៉ាងខ្ញុំមានមន់ទៅទិញមន់ទិញទៀននោះមែនទេគឺអាចនឹងមានគេហៅថាមានដំណឹងល្អមានកូនឬមួយក៏មានគ្រួសារប្តីប្រពន្ធអីចឹងទៅសម្រាប់លោកអ្នកដែលកើតនៅឆ្នាំមម៉ែពីថ្ងៃ14ដល់ថ្ងៃ16អាចនឹងមានលៀបសត្វជើងពីរអ្នកដែលកើតឆ្នាំមម៉ែពីថ្ងៃទី20ដល់ថ្ងៃទី22បាទពីថ្ងៃទី20ដល់ថ្ងៃទី22គឺមានដំណឹងល្អអាចចេញទៅក្រៅប្រទេសបាទអាចចេញទៅក្រៅប្រទេសណាអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមម៉ែអាចចេញទៅក្រៅប្រទេសចឹងចេញទៅប្រទេសណាខ្ញុំអត់ដឹងទេប៉ុន្តែដឹងថាចេញទៅក្រៅប្រទេសអាចទេបាទចង់អូនអ្នកខ្លះអូចង់ទៅនៅស្រុកគេចង់ទៅដើរលេងស្រុកគេចង់ជឿយត់ហោះឲ្យស្គាល់រសជាតិម្ដងគឺទៅរួចហើយបាទពីថ្ងៃទី20ដល់ថ្ងៃទី22បងប្អូនណាបាទមួយម៉ែចុងខែអាចមានចំនួនឆ្លោះគ្នាជាមួយបងប្អូនបាទមួយម៉ែចុងខែអាចឆ្លោះគ្នាជាមួយបងប្អូនដោយសារមានគេចាក់រុកដោយសារការយល់ច្រឡំអញ្ចឹងបើមានរឿងនឹងកើតឡើងតើយើងត្រូវធ្វើម៉េចបាទអាចបងប្អូនឆ្លោះគ្នាដោយសារមានអ្នកទី3មកចាក់រុកអញ្ចឹងទី1ត្រូវអត់ធ្មត់ទី2បដ ாய் ឲ្យរឿងនឹងវាទៅសិនទៅចាំបកស្រាយក្រោយយល់ទេបាទរឿងតែវាត្រូវកើតវាកើតទេប៉ុន្តែខ្ញុំសូមបួងសួងកុំឲ្យវាកើតអញ្ចឹងបើម៉ែចុងខែគឺអាចនឹងមានរឿងឆ្លោះគ្នាឡើងនៅក្នុងក្រុមគ្រួសារដោយសារមានអ្នកទី3មកចាក់រុកធ្វើឲ្យយើងបែកបាក់សាមគ្គីបងប្អូនអញ្ចឹងលោកអ្នកដែលកើតនៅឆ្នាំមួយម៉ែហ្នឹងគឺសូមឲ្យប្រយ័ត្នបន្តិចបងប្អូនកូនក្មួយណាបាទប្រយ័ត្នមានរឿងកើតឡើងដោយសារមានគេចាក់រុកឆ្លោះគ្នាជាមួយបងប្អូនហើយបើមានបដ ாய் វាទៅសិនទៅហើយចាំបកស្រាយក្រោយបកស្រាយកំពុងតែកើតហ្នឹងគឺពាក្យខ្មែរថាដូចយកសាំងចាក់លើភ្លើងអញ្ចឹងអញ្ចឹងអ្នកដែលកើតឆ្នាំមួយម៉ែលេខសំណាងគឺលេខ943ចំណែកពណ៌សំណាងគឺពណ៌ត្នោតណាបងប្អូនអ្នកកើតឆ្នាំមួយម៉ែខមមិនលេខ943ហើយពណ៌សំណាងគឺពណ៌ត្នោតស្រាប់វីដេអូគ្រូមហាជុំ3ដងដាក់លេខ943បងប្អូនអ្នកដែលកើតឆ្នាំមួយម៉ែបងប្អូនណាបាទបរោះជាពិសេសបរោះដែលកើតឆ្នាំមួយម៉ែបាទធ្វើការអត់ឡើងទូនីតិទេធ្វើការអត់ឡើងបនស័កទេគេស្អប់ហើយអត់រឹងមាំអត់ក្លាហានចិត្តតែមានអារម្មណ៍មិនល្អចិត្តតែគេជិះជាន់ចិត្តតែគេរករឿងអត់លុយអត់លៀបអត់សំណាងចឹងណាបងប្អូនណាឬមកយើងភ័យខ្លាចសុវត្ថិភាពខ្លាចគេធ្វើបាបយើងខ្លាចមានគ្រោះថ្នាក់ខ្លាចអីជាដើមណាបងប្អូនជាខ្សែដៃនេះខ្សែដៃនេះគឺខ្ញុំធ្វើឡើង VIP ពិសេសសម្រាប់អ្នកដែលកើតឆ្នាំមួយម៉ែដែលអ្នកកើតឆ្នាំមួយម៉ែយកខ្សែដៃនេះយកទៅពាក់គឺគេហៅថាខ្សែដៃចក្រពត្តិខ្សែដៃចក្រពត្តិបងប្អូនដែលឮគេហៅថាចក្រពត្តិអាមេរិកបាទចក្រពត្តិអាមេរិកមែនណាអាមេរិកវាខ្លាំងហើយមេដឹកនាំពិភពលោកណាអញ្ចឹងវារឹតអំណាចវាខ្លាំងដូចអាមេរិកអញ្ចឹងបាទខ្សែដៃនេះគឺជួយឲ្យយើងលក់ដូរដាច់រកស៊ីមានបានព្រោះជាប្រភេទខ្សែដៃស្រូបលុយដោះបំណុលណាបាទចឹងឥឡូវនេះដែលកើតឆ្នាំមួយម៉ែណាកុំទៅណាខមមិន943លេខសំណាងស្រាប់វីដេអូដាក់លេខ943ពណ៌សំណាងគឺពណ៌ត្នោតបងប្អូនបាទចឹងបន្ទាប់ពីមួយម៉ែចូលដល់វោកអ្នកដែលកើតឆ្នាំវោករាសីនៅក្នុងខែមេសាឆ្នាំ2026លេខសំណាងអ្នកកើតឆ្នាំវោកលេខ557ពណ៌សំណាងគឺពណ៌ពងមាត់បងប្អូនអ្នកដែលកើតឆ្នាំវោកខមមិនលេខសំណាងគឺលេខ557ពណ៌សំណាងគឺពណ៌ពងមាត់ដើមខែអ្នកដែលកើតឆ្នាំវោកឆ្លោះគ្នាបាទ
ឆ្លោះគ្នាជាមួយប្តីប្រពន្ធឆ្លោះគ្នាជាមួយគូស្នេហ៍អញ្ចឹងអ្នកដែលកើតឆ្នាំវឹកបើបានមុនស្ដាប់មុនហើយគឺត្រូវអត់ធ្មត់បាទអត់ធ្មត់បន្តិចបើមិនអញ្ចឹងទេគឺអាចឆ្លោះហើយតែឆ្លោះគឺខឹងខុសខឹងខាតអញ្ចឹងអ្នកដែលកើតឆ្នាំវឹកគឺត្រូវប្រយ័ត្នដើមខែប្រយ័ត្នឆ្លោះគ្នាជាមួយនឹងគូសកលបាទគូស្នេហ៍អញ្ចឹងប្រយ័ត្នប្រយែងបន្តិចដើមខែអ្នកកើតឆ្នាំវឹកប្រយ័ត្នឆ្លោះគ្នាអញ្ចឹងអត់ធ្មត់ឲ្យមែនតើណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំវឹកទាំងអស់គឺត្រូវអត់ធ្មត់ហ្មងបាទកុំឆ្លោះកុំប្រកែកបាទអ្នកដែលកើតឆ្នាំវឹកដដែលពីថ្ងៃទី7ដល់ថ្ងៃទី9ដាច់លុយបាទអ្នកដែលកើតឆ្នាំវឹកពីថ្ងៃទី7ដល់ថ្ងៃទី9ដាច់លុយអញ្ចឹងឥឡូវនេះគាត់ដល់ថ្ងៃ7ទេទៅដើមខែអញ្ចឹងអ្នកដែលកើតឆ្នាំវឹកមេត្តាគួរណាតែចាយវាយដោយមានការត្បិតត្បៀតពីព្រោះនៅខាងមុខដ៏ខ្លីហ្នឹងគឺអាចនឹងមានបញ្ហាលុយកាក់កើតឡើងពីថ្ងៃ7ដល់ថ្ងៃ9ដាច់លុយបងប្អូនកូនក្មួយណាបាទអញ្ចឹងសូមជូនពរកុំឲ្យដាច់ណាឲ្យមានលៀបមានជ័យមានលុយចូលអ្នកដែលកើតឆ្នាំវឹកដដែលពីថ្ងៃ13ដល់ថ្ងៃទី15មានលៀបចូលបាទពីថ្ងៃ13ដល់ថ្ងៃ15មានលៀបចូលបាទមានលៀបចូលបងប្អូនណាបាទលៀបហ្នឹងមិនដឹងលៀបអីទេប៉ុន្តែមានលៀបចូលបាទហេងមានកាដូមានអីអញ្ចឹងទៅចូលមកធ្វើឲ្យយើងកាក់កត់ធ្វើឲ្យយើងរីកចម្រើនអ្នកដែលកើតឆ្នាំវឹកពីថ្ងៃទី19ដល់ថ្ងៃទី21មានដំណឹងល្អបាទដំណឹងល្អគឺជាដំណឹងដែលយើងទន្ទឹងរង់ចាំយូរហើយក្តីប្រាថ្នាក្តីរំពឹងយូរហើយវាចង់បានវាអត់បានឥឡូវនេះពីថ្ងៃ13ដល់ថ្ងៃ15គឺដឹងបាទគឺនឹងឃើញហ្នឹងអញ្ចឹងអ្វីវានឹងចូលមកធ្វើឲ្យយើងនឹងទទួលបានដូចជាក្តីបំណងដែលយើងពងប្រាថ្នាអញ្ចឹងពីថ្ងៃ13ដល់ថ្ងៃ15គឺយើងមានលៀបចូលហើយដល់ពេលថ្ងៃ19ដល់ថ្ងៃទី21គឺយើងមានដំណឹងល្អអញ្ចឹងដំណឹងល្អគឺដំណឹងដែលមិនអាក្រក់ដំណឹងយើងទន្ទឹងរង់ចាំបងប្អូនណាបាទអញ្ចឹងគឺអ្នកដែលកើតឆ្នាំវឹកនឹងមានដំណឹងល្អចូលមកអ្នកដែលកើតឆ្នាំវឹកដដែលបងប្អូនកូនក្មួយណាបាទនៅចុងខែគឺពិបាកចិត្តអ្នកដែលកើតឆ្នាំវឹកចុងខែពិបាកចិត្តបងប្អូនកូនក្មួយណាបាទចុងខែពិបាកចិត្តពិបាករឿងអីអត់ដឹងថាពិបាកចិត្តបងប្អូននេះលេខគេថាអ្នកដែលកើតឆ្នាំវឹកចុងខែពិបាកចិត្តរឿងមិនគួរគិតក៏គិតរឿងមិនគួរព្រួយក៏ព្រួយរឿងមិនគួរខ្វល់ក៏ខ្វល់អញ្ចឹងអ្នកដែលកើតឆ្នាំវឹកគឺចុងខែគឺពិបាកចិត្តគិតច្រើនខ្វល់ខ្វាយព្រួយបារម្ភអញ្ចឹងអត់ធ្មត់ឲ្យមែនតើកុំឲ្យអារឿងទាំងអស់ហ្នឹងវាមករំខានយើងណាព្រោះមួយរយៈនេះយើងចិត្តឈួតហើយអ្នកកើតឆ្នាំវឹកយើងអត់សប្បាយចិត្តយើងអត់រីករាយយើងមានបញ្ហាយើងកើតទុកមកវាច្រើនអាណៃអាណន់ហើយអញ្ចឹងកុំធ្វើឲ្យផ្លូវចិត្តរបស់យើងហ្នឹងវាទៅជួបនៅរឿងទាំងអស់ហ្នឹងទៀតបាទអញ្ចឹងអ្នកដែលកើតឆ្នាំវឹកគឺបាទគឺត្រូវតែប្រយ័ត្នប្រយែងបន្តិចនៅចុងខែកុំឲ្យពិបាកចិត្តអញ្ចឹងអ្នកដែលកើតឆ្នាំវឹកខមមិនលេខសំណាងលេខ557ពណ៌សំណាងគឺពណ៌ពងមាន់បងប្អូនកូនក្មួយណាបាទលោកអ្នកដែលកើតនៅឆ្នាំវឹកបងប្អូនលោកអ្នកដែលកើតនៅឆ្នាំវឹកបរោះសិនណាបាទបរោះអ្នកដែលកើតឆ្នាំវឹកធ្វើការយូរហើយអត់ឡើងបុណ្យស័ក្តិអត់ឡើងឋានៈអត់ឡើងទួនាទីត្រូវគេស្អប់ត្រូវគេមើងងាយត្រូវគេចំណែកត្រូវគេនិន្ទាត្រូវគេរិះគន់ត្រូវគេធ្វើបាបលុយកាក់អត់ចូលទេស្មារតីអត់រឹងមាំមានគេចង់ធ្វើបាបគ្រប់បែបយ៉ាងមានគេជិះជាន់បងប្អូនអ្នកដែលកើតឆ្នាំវឹកខ្ញុំសូមណែនាំឲ្យបងប្អូនជាវនៅប្រភេទខ្សែដៃនេះគេហៅថាខ្សែដៃមហាលៀបមហាសំណាងខ្សែដៃមហាដេកជះខ្សែដៃមហាលៀបមហាសំណាងមហាដេកជះនេះកាលណាយើងយកទៅពាក់ធ្វើឲ្យយើងមានលៀបចូលធ្វើឲ្យយើងសំណាងកើតឡើងធ្វើឲ្យយើងមានដេកជះអញ្ចឹងការពារក្របរំសេវការពារក្របផ្ទុះការពារការចង់ប៉ុនប៉ងដោយប្រការណាមួយដែលមិនល្អជួយឲ្យយើងហេងជួយឲ្យយើងខ្លាំងជួយឲ្យយើងស្រូបលុយជួយឲ្យយើងដោះបំណុលអញ្ចឹងអ្នកដែលកើតឆ្នាំវឹកបញ្ចប់ត្រឹមប៉ុណ្្នឹងណាកុំភ្លេចខមមិនលេខសំណាងគឺលេខ557ចំណែកពណ៌សំណាងគឺពណ៌ពងមាន់បងប្អូនអ្នកដែលកើតឆ្នាំរកាវិញអ្នកដែលកើតឆ្នាំរកាលេខសំណាងបងប្អូនខមមិនលេខ659ពណ៌សំណាងគឺពណ៌បៃតងលោកអ្នកដែលកើតឆ្នាំរកាខមមិនលេខសំណាងគឺលេខ659ពណ៌សំណាងពណ៌បៃតងរាសីរបស់លោកអ្នកនៅក្នុងខែមេសាល្អជាងខែមិនិនាច្រើនខែ3កន្លងផុតទៅអ្នកដែលកើតឆ្នាំរកាចិត្តឈួតនិយាយពីរឿង10000រឿងចូលមកបាទចិត្តឈួតបើសារខែ3យើងដឹងហើយខែអីខែថោះអញ្ចឹងរកាហ្នឹងគឺរងគ្រោះខ្លាំងជាងឆ្នាំណាទាំងអស់បើនិយាយថាកាលពីខែ3អ្នកដែលកើតឆ្នាំរកាគឺកំពូលឆ្នាំដែលវេទនាបាទអញ្ចឹងអ្នកដែលកើតឆ្នាំរកានៅក្នុងខែមេសាខែ4នេះគឺល្អខ្លាំងហេងខ្លាំងអញ្ចឹងដើមខែចូលមកដល់អ្នកដែលកើតឆ្នាំរកាមានលៀបចូលបាទអ្នកដែលកើតឆ្នាំរកាដើមខែចូលមកដល់មានលៀបចូលដូច្នេះអ្នកកើតឆ្នាំរកាអត់ត្រៀមខ្លួនទទួលលៀបដើមខែហ្នឹងបាទអារម្មណ៍ល្អស្រស់ស្រាយជាងមុនអញ្ចឹងដើមខែមានលៀបចូលសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាហេងកាក់កបហើយក៏រីកចម្រើនដែរអ្នកកើតឆ្នាំរកាណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំរកាទាំងអស់បងប្អូនកូនក្មួយពីថ្ងៃទី9ដល់ថ្ងៃទី11បាទពីថ្ងៃ9ដល់ថ្ងៃទី11អ្នកដែលកើតឆ្នាំរកាបងប្អូនគឺជួបរឿងខកចិត្តបាទជួបរឿងខកចិត្តជួបរឿងអន់ចិត្តណាបងប្អូនណាបាទដោយសារអីដោយសារមនុស្សដែលយើងទុកចិត្តអ្វីដែលយើងរំពឹងអ្វីដែលយើងធ្វើលះបង់ច្រើនណាដល់ពេលសរុបមកវិញលទ្ធផលអត់បានប្រយោជន៍អីតទៅសោះធ្វើយើងខកបំណងណាអញ្ចឹងពីថ្ងៃទី9ដល់ថ្ងៃទី11ហ្នឹងគឺអ្នកដែលកើតឆ្នាំរកាហ្នឹងគឺជួបរឿងខកចិត្ត
ប៉ុន្តែវាជារឿងធម្មជាតិនៃការជួបរឿងខកចិត្តលែងឈឺហើយតែបានលែងឈឺព្រោះវាស៊ាំហើយតែបានវាស៊ាំដោយសារតែមួយជីវិតរបស់អ្នកដែលកើតឆ្នាំរកាឲ្យតែដាក់ចិត្តអាណិតដាក់ចិត្តស្រឡាញ់លះបង់រំពឹងចុងក្រោយលទ្ធផល0អត់មានទេអញ្ចឹងអ្នកដែលកើតឆ្នាំរកាបងប្អូនកូនក្មួយគឺជួបរឿងមិនដូចបំណងជួបរឿងខកចិត្តពីថ្ងៃ9ដល់ថ្ងៃ11ខកចិត្តរឿងអីមិនដូចបំណងរឿងអីខ្ញុំអត់ដឹងទេបងប្អូនចាំទទួលមើលទាំងអស់គ្នាទៅបាទប៉ុន្តែនឹងជួបរឿងបែបនេះប៉ុន្តែសូមឲ្យបងវាជាឆ្ងាយទៅណាបាទអ្នកដែលកើតឆ្នាំរកាដដែលពីថ្ងៃ16ដល់ថ្ងៃ18បាទពីថ្ងៃ16ពីថ្ងៃ18មានលៀបទិញរបស់ចូលបាទពីថ្ងៃ16ដល់ថ្ងៃទី18លោកអ្នកដែលកើតឆ្នាំរកាមានលៀបទិញរបស់ចូលចឹងគេថាអ្នកខ្លះមានលៀបលក់របស់ដាច់ប៉ុន្តែរកាមានលៀបទិញចូលណោះទិញចូលទិញជាឡានទិញជារបស់អ្វីដែលជាយើងចង់បានចឹងគឺអាចនឹងបានដូចបំណងអ្នកកើតឆ្នាំរកាអ្នកកើតឆ្នាំរកាមានលុយទិញរបស់លួងខ្លួនឯងទៅទិញឡានទំនើបទិញអីអលង្ការអីពាក់ទៅព្រោះអ្នកកើតឆ្នាំរកាបំទិញទេជួយគេមិនដែលជួយយើងវិញផងហ្នឹងបាទឲ្យលុយគេខ្ចីគេមិនដែលសងផងធ្វើគុណបានគុណផងហ្នឹងហើយប្រឹងធ្វើអីចឹងសងគុណខ្លួនឯងតិចទៅណាអ្នកកើតឆ្នាំរកាពីថ្ងៃទី16ដល់ថ្ងៃទី18ទិញរបស់ចូលមានលៀបបាទពីថ្ងៃ23ដល់ថ្ងៃទី25ថែរក្សាសុខភាពឈឺបងប្អូនណាបាទអ្នកដែលកើតឆ្នាំរកាពីថ្ងៃទី23ដល់ថ្ងៃទី25គឺថែរក្សាសុខភាពគឺអាចឈឺបាទសួរឈឺអីអត់ដឹងប៉ុណ្ណឹងថាឈឺអញ្ចឹងប្រយ័ត្នប្រយែងថែរក្សាសុខភាពបន្តិចបងប្អូនណាបាទលោកអ្នកដែលកើតនៅឆ្នាំរកាចុងខែរកាចុងខែគឺនឹងមានឱកាសការងារថ្មីនឹងមានរឿងល្អចូលមកបាទនឹងមានរឿងល្អចូលមកហ្នឹងមិនមែនចូលមកមួយថ្ងៃហិចដាច់ខែ4ទៅវាចប់អត់ទេណារឿងដែលល្អចូលមកសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាហ្នឹងចុងខែហ្នឹងគឺនឹងជាឱកាសបើកផ្លូវទៅមុខទៀតឲ្យរលូនឲ្យជោគជ័យអញ្ចឹងអ្នកកើតឆ្នាំរកាចុងខែនឹងមានឱកាសនឹងមានរឿងល្អចូលមកធ្វើឲ្យយើងរលូនធ្វើឲ្យយើងជោគជ័យធ្វើឲ្យយើងរីកចម្រើនអញ្ចឹងចុងខែនឹងមានឱកាសហើយនឹងមានអ្នកល្អនាំមកឬមួយយើងសម្លឹងឃើញឱកាសមានសក្តានុពលកាន់តែល្អអញ្ចឹងអ្នកដែលកើតឆ្នាំរកា comment លេខសំណាងគឺលេខ659ចំណែកពណ៌សំណាងសម្រាប់លោកអ្នកដែលកើតនៅឆ្នាំរកាគឺពណ៌បៃតងបងប្អូនកូនក្មួយណាបាទអ្នកដែលកើតឆ្នាំរកាទាំងអស់បងប្អូនកូនក្មួយអ្នកដែលកើតឆ្នាំរកាព្រោះយើងចិត្តឈួតដល់ខែ3អញ្ចឹងខែ4នេះលេងឲ្យឈួតហើយឲ្យហេងឲ្យកាក់កបឲ្យរីកចម្រើនល្អកាក់កបជោគជ័យបងប្អូនជាវនៅខ្សែដៃនេះខ្សែដៃនេះគឺជាប្រភេទខ្សែដៃកាត់ឆុងខ្សែដៃលើករាសីខ្សែដៃស្រូបលុយដោះបំណុលអញ្ចឹងលកាបើចង់លើករាសីបើចង់ស្រូបលុយបើចង់ដោះបំណុលបើចង់ឲ្យហេងបើចង់ឲ្យកាក់កបបងប្អូនជាខ្សែដៃស្រូបលុយដោះបំណុលលើករាសីនេះយកទៅពាក់បាទអញ្ចឹងបញ្ចប់អ្នកកើតឆ្នាំលកាត្រឹមប៉ុណ្្នឹងសូមបន្តដល់អ្នកដែលកើតនៅឆ្នាំចអ្នកដែលកើតនៅឆ្នាំចលេខសំណាងគឺលេខ468ពណ៌សំណាងគឺពណ៌ប្រផេះបាទលោកអ្នកដែលកើតនៅឆ្នាំចលោកអ្នកខមមិននៅលេខសំណាងគឺលេខ468ចំណែកពណ៌សំណាងគឺពណ៌ប្រផេះបងប្អូនណាបាទអ្នកដែលកើតឆ្នាំចរាសីនៅក្នុងខែមេសាខែ4លោកអ្នកខមមិននៅលេខសំណាងគឺលេខ468ចំណែកពណ៌សំណាងគឺពណ៌ប្រផេះលោកអ្នកដែលកើតនៅឆ្នាំចដើមខែលោកអ្នកប្រយ័ត្នឆ្លោះគ្នាបាទលោកអ្នកប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រពន្ធជាមួយគូស្នេហ៍អ្នកដែលកើតឆ្នាំចដើមខែប្រយ័ត្នឆ្លោះគ្នាណាបាទជាមួយគូស្នេហ៍ជាមួយប្តីប្រពន្ធប្រយ័ត្នឲ្យមែនតើពីព្រោះថាយើងវាល្អប៉ុន្តែគេចេះតែរករឿងថាខំទប់ចិត្តដែរតែទប់មិនឈ្នះខំអត់ធ្មត់ខំព្យាយាមគេនៅតែរករឿងអញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងពីថ្ងៃទីដើមខែនឹងប្រយ័ត្នឆ្លោះគ្នាបងប្អូនកូនក្មួយអ្នកកើតឆ្នាំចប្រយ័ត្នឆ្លោះគ្នាបងប្អូនអ្នកដែលកើតឆ្នាំចពីថ្ងៃ8ដល់ថ្ងៃ10មានលៀបចូលអ្នកដែលកើតឆ្នាំចពីថ្ងៃទី8ដល់ថ្ងៃទី10មានលៀបចូលលៀបអ្វីលៀបធំចូលណាបាទពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតនៅឆ្នាំចមានលៀបធំចូលអញ្ចឹងសូមជូនពរដល់អ្នកដែលកើតឆ្នាំចទាំងអស់ឲ្យមានលៀបធំចូលដោយបំណងពងប្រាថ្នាដែលជាក្តីប្រាថ្នារបស់លោកអ្នកបាទពីថ្ងៃទី8ដល់ថ្ងៃទី10មានលៀបធំចូលអ្នកដែលកើតឆ្នាំចពីថ្ងៃ15ដល់ថ្ងៃទី17ឈឺបាទហើយបើអ្នកទទួលទានគ្រឿងសង្វឹងផ្អាកបាទអ្នកទទួលទានគ្រឿងសង្វឹងផ្អាកកុំទទួលទានណាចន្លោះពីថ្ងៃហ្នឹង15 16 17ពីព្រោះហ៊ានតែទទួលទានអ្នកដែលកើតនៅឆ្នាំចនេះគឺអាចនឹងមានជំងឺខ្លាំងហើយឈានទៅដល់បញ្ហាធ្ងន់ធ្ងរដល់ជីវិតណាបាទវាអាចបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹងអញ្ចឹងអ្នកកើតឆ្នាំចផ្អាកហ្មងគេថាគ្រឿងស្រវឹងនឹងធ្វើឲ្យលោកអ្នកមានគ្រោះធំអញ្ចឹងប្រយ័ត្នពីថ្ងៃ15ដល់ថ្ងៃ17កុម្ភៈបាទអ្នកដែលទទួលទានគ្រឿងស្រវឹងប្រយ័ត្នសុខភាពណាប៉ះពាល់ខ្លាំងបាទពូលេខគេថាគ្រឿងស្រវឹងអាចធ្វើឲ្យយើងមានបញ្ហានៅថ្ងៃទី15ដល់ថ្ងៃ17ហ្នឹងណាបាទហើយបើឈឺយើងអត់ញ៉ាំគ្រឿងស្រវឹងយើងឈឺតិចហើយបើយើងញ៉ាំគ្រឿងស្រវឹងវាអាចប៉ះពាល់ដល់ជីវិតអញ្ចឹងត្រូវប្រយ័ត្នប្រយែងពីថ្ងៃទី22ដល់ថ្ងៃទី24បាទពីថ្ងៃទី22ដល់ថ្ងៃទី24លោកអ្នកដែលកើតនៅឆ្នាំចបាទលោកអ្នកដែលកើតឆ្នាំចគេថាមានលៀបត្រូវឆ្នោតបាទមានលៀបត្រូវឆ្នោតខ្ញុំអត់ឲ្យបងប្អូនទៅចាក់ឆ្នោតទេប៉ុន្តែសូមឲ្យបងប្អូនកុំលេងល្បែង
ប៉ុន្តែគាត់ថាជើងលេខគេថាយើងមានលៀបត្រូវឆ្នោតត្រូវរង្វាន់ធំអីចឹងទៅប៉ុន្តែសូមឲ្យបានលុយធំចូលមកបាទហើយអ្នកដែលកើតឆ្នាំចចុងខែបាទអ្នកដែលកើតឆ្នាំចចុងខែមានដំណឹងល្អបាទដំណឹងដែលយើងទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់លោកអ្នកដែលកើតនៅឆ្នាំចហ្នឹងបាទគឺនឹងទទួលបានដំណឹងគួរជាទីពេញចិត្តបាទគួរជាទីពេញចិត្តពីព្រោះថាយើងចង់បានយូរហើយប៉ុន្តែវាអត់បានទេដំណឹងខំទន្ទឹងរង់ចាំប៉ុន្តែវាអត់មកបាទឥឡូវនេះគឺវាដល់ពេលវាឲ្យយើងឃើញហើយបាទអញ្ចឹងនឹងបានដូចបំណងនឹងបានដូចចិត្តដែលយើងពងប្រាថ្នាអញ្ចឹងអ្នកដែលកើតឆ្នាំចគឺនឹងមានដំណឹងល្អចូលមកអញ្ចឹងអ្នកដែលកើតឆ្នាំចលេខសំណាងគឺលេខ468ពណ៌សំណាងគឺពណ៌ប្រផេះបាទបងប្អូនអ្នកដែលកើតឆ្នាំចបរោះបងបរោះសិនណាបាទលោកអ្នកធ្វើការលោកអ្នករកស៊ីអត់កាក់កបអត់រីកចម្រើនត្រូវបានគេមើលដំឡងត្រូវបានគេមិនឲ្យតម្លៃត្រូវបានគេធ្វើបាបត្រូវបានគេជិះជាន់ផ្លូវចិត្តអត់រឹងមាំផ្លូវចិត្តអត់ល្អអ្នកដែលកើតឆ្នាំចបងប្អូនកុំក្មួយគឺមិនល្អបងប្អូនខ្ញុំណែនាំបងប្អូនណាបាទជាវនៅខ្សែដៃនេះយកទៅពាក់នេះខ្សែដៃនេះគឺជាប្រភេទខ្សែដៃគេហៅខ្សែដៃចក្រពតបាទខ្សែដៃចក្រពតនេះគឺជាខ្សែដៃអំណាចគឺជាខ្សែដៃដែលយើងយកទៅពាក់ទៅយើងនឹងមានលៀបផ្ទុះចូលមកហើយអ្នកដែលធ្វើការអត់ឡើងបុណ្យស័ក្តិអ្នកដែលអត់អំណាចអ្នកដែលមានសត្រូវចង់ធ្វើបាបយាយជីមិនថាផ្លូវក្នុងផ្លូវងងឹតលោកអ្នកជាវនៅខ្សែដៃនេះយកទៅពាក់លោកអ្នកនឹងមានរឹតដេកជះឈ្នះអស់មានសត្រូវលុយកាក់មានប្រាក់ហូរចូលខ្លាំងពូកែលែងមានបញ្ហាអ្វីទាំងអស់អញ្ចឹងបងប្អូនជាវនៅខ្សែដៃស្រូបលៀបខ្សែដៃចក្រពតលុយចូលនេះយកទៅពាក់បងប្អូននឹងហេងខ្លាំងសម្រាប់បងប្អូនលោកអ្នកដែលកើតនៅឆ្នាំចបាទអញ្ចឹងជាវទៅលៀបណាជាវទៅពាក់ណាបាទហើយបងប្អូនមានស្វាមីកើតឆ្នាំចក៏ជាវខ្សែដៃនេះយកទៅពាក់ជូនឲ្យគាត់ពាក់បានដែរគឺនឹងកំចាត់សត្រូវឈ្នះសត្រូវឡើងបនស័កការពារគ្រប់បែបយ៉ាងទាំងអស់ពីព្រោះខ្សែដៃនេះគឺជាប្រភេទខ្សែដៃធម្មជាតិជាងកម្មបុរាណដែលលោកគ្រូធ្វើឡើងប្រសិទ្ធភាពយ៉ាងពិសិដ្ឋព្រោះខ្សែដៃនេះមានគេថែរក្សាអញ្ចឹងកាលណាយើងយកទៅពាក់គឺស្មើនឹងមានគេថែរក្សាអញ្ចឹងបងប្អូនយកទៅពាក់ទៅបងប្អូនហេងហើយក៏ផ្ទុះលៀបផ្ទុះសំណាងអញ្ចឹងបងប្អូនអ្នកដែលកើតឆ្នាំចកុំភ្លេចលេខសំណាងលេខ468លេខសំណាងប្រចាំខែ comment 468 share វីដេអូគ្រូមហាជុំដាក់លេខ468ចំណែកពណ៌សំណាងគឺពណ៌ប្រផេះបងប្អូនណាបាទបងប្អូនអ្នកដែលកើតឆ្នាំកុលបងប្អូនណាបាទអ្នកដែលកើតឆ្នាំកុលអ្នកដែលកើតឆ្នាំកុលលេខសំណាងលេខ118ពណ៌សំណាងគឺពណ៌ផ្ទៃមេឃអ្នកដែលកើតឆ្នាំកុល comment លេខសំណាងលេខ118ពណ៌សំណាងពណ៌ផ្ទៃមេឃបាទដើមខែអ្នកដែលកើតនៅឆ្នាំកុលដើមខែអ្នកដែលកើតឆ្នាំកុលឈឺបងប្អូនណាបាទថែរក្សាសុខភាពបន្តិចអ្នកដែលកើតឆ្នាំកុលដើមខែឈឺដូច្នេះប្រយ័ត្នសុខភាពបាទដើមខែឈឺអ្នកដែលកើតឆ្នាំកុលអញ្ចឹងត្រូវថែរក្សាសុខភាពបន្តិចអ្នកថាឈឺហើយបាត់ហើយមិនទាន់ចូលដល់ខែ4ផងទៅចុងខែ3គាត់ឈឺរួចទៅហើយអ្នកកើតឆ្នាំកុលហ្នឹងអញ្ចឹងដើមខែឈឺពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំកុលមានដំណឹងល្អមានលៀបសัตว์ជើង2បាទពីថ្ងៃទី8ដល់ថ្ងៃទី10អ្នកដែលកើតឆ្នាំកុលមានលៀបសัตว์ជើង2បាទមានលៀបសัตว์ជើង2បាទថាយើងអ្នកដែលអត់កូនអាចមានកូនមានចៅអីអញ្ចឹងទៅបាទឬមួយអ្នកដែលមិនទាន់មានគូសកលអាចនឹងមានគូសកលអ្នកដែលមិនទាន់មានកូនប្រសាអាចមានកូនប្រសាអញ្ចឹងពីថ្ងៃទី8ដល់ថ្ងៃទី10មានលៀបសัตว์ជើង2ចូលមកអញ្ចឹងចាប់អ៊ុតមើលទាំងអស់គ្នាសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលបងប្អូនណាបាទអ្នកដែលកើតនៅឆ្នាំកុលពីថ្ងៃ14ដល់ថ្ងៃទី16ខែមេសាបាទពីថ្ងៃទី14ដល់ថ្ងៃទី16ខែមេសាសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលគឺនឹងមានគេមូលបង្កាច់នឹងមានគេចំណែនឈ្នាននេះនឹងមានគេលៀបពណ៌បាទមានគេចំណែនមានគេលៀបពណ៌មានគេឈ្នាននេះអ្នកដែលកើតឆ្នាំកុលចន្លោះពីថ្ងៃ14ដល់ថ្ងៃ16ប៉ុន្តែវាអត់ធ្វើអីយើងបានទេប៉ុន្តែគ្រាន់តែថាគេលៀបពណ៌គេចំណែនគេឈ្នាននេះយើងចឹងទៅយើងអត់ធ្មត់ទេយើងកុំតបតទៅគឺអត់មានរឿងស្អីដែលកើតឡើងមកទេអញ្ចឹងពីថ្ងៃ14ដល់ថ្ងៃ16លោកអ្នកដែលកើតនៅឆ្នាំកុលហ្នឹងគឺត្រូវតែអត់ធ្មត់ទោះមានគេលៀបពណ៌ក៏ដោយមានគេថាថាអញមិនខ្វល់អំពើល្អមិនសាបសូន្យទេបងប្អូនថ្ងៃនេះគេមើលមិនឃើញ100ឆ្នាំទៀតគេមើលឃើញនេះវាអស់ចឹងហ្មងទៅព្រោះជីវិតអ្នកកើតឆ្នាំកុលមកជីវិតត្រូវគេលៀបពណ៌ត្រូវគេចំណែនត្រូវគេមិនឲ្យតម្លៃហ្នឹងវាមិនមែនទៅម្សិលមិញទេវាមិនមែនទៅថ្ងៃហ្នឹងទេវាយូរហើយបើលែងនឹងឈឺចាប់ទៅទៀតព្រោះស៊ាំអីណាបាទកាលហ្នឹងគេវាយមួយដៃពីរដៃអត់ឈឺទេឈឺចាប់ដល់គេវាយរាល់ថ្ងៃលែងឈឺចាប់ទេព្រោះវាលែងឈឺវាស៊ាំយល់ពាក្យខ្ញុំនិយាយអត់បាទអញ្ចឹងគឺវាបែបហ្នឹងអញ្ចឹងអ្នកកើតឆ្នាំកុលគឺប្រយ័ត្នប្រយែងពីថ្ងៃ14ដល់ថ្ងៃទី16មានគេអេកអួតមានគេលៀបពណ៌មានគេច្រណែនមានគេឈ្នានីពីថ្ងៃទី21ដល់ថ្ងៃទី23អ្នកដែលកើតឆ្នាំកុលបើអ្នកធ្វើការឡើងបុណ្យស័ក្តិឋានៈទូនាទីបើអ្នករកស៊ីមានលៀបចូលបាទអ្នកដែលកើតឆ្នាំកុលពីថ្ងៃទី21ដល់ថ្ងៃទី23បើអ្នកធ្វើការឡើងបុណ្យស័ក្តិឋានៈទូនាទីបើអ្នករកស៊ីមានលៀបមានជ័យហូរចូលអញ្ចឹងអ្នកដែលកើតឆ្នាំកុលបើអ្នករកស៊ីឡើងបុណ្យឡើងស័ក្តិឡើងឋានៈឡើងទូនាទីហើយបើអ្នកធ្វើការច្រឡំសុំទោសបើអ្នកធ្វើការឡើងបុណ្យឡើងស័ក្តិឡើងឋានៈឡើងទូនាទីបើអ្នករកស៊ីលុយចូលហេងកាក់កបអញ្ចឹងយើងមានលៀបមានជ័យចូលទាំងអស់គ្នាសម្រាប់លោកអ្នកដែលកើតនៅឆ្នាំកុលអ្នកដែលកើតឆ្នាំកុលដដែលចុងខែបាទអ្នកដែលកើតឆ្នាំកុលចុងខែលក់របស់ដាច់ណាបងប្អូនណាបាទអ្នកដែលកើតឆ្នាំកុលចុងខែលក់របស់ដាច់អញ្ចឹងបើសួរលោកគ្រូមហាជុំថាលោកគ្រូខ្ញុំឆ្នាំកុលចុងខែ
ខ្ញុំលក់របស់ដាច់ហ្នឹងតើជារបស់អីបាទរបស់ដែលលក់ដាច់ហ្នឹងគឺខ្ញុំក៏មិនដឹងដែរប៉ុន្តែដឹងថាលក់ដាច់នៅចុងខែ4តែនៅចុងខែ4អ្នកដែលកើតឆ្នាំកុលលក់របស់ដាច់អញ្ចឹងខ្ញុំសូមលើកម្រាមដៃ10គោរពជូនពរឲ្យលក់របស់អ្វីដែលជាក្តីប្រាថ្នាទៅលក់ដាច់ដូចបំណងទៅដាច់ទេបាទហេងកាក់កបរីកចម្រើនអ្នកដែលកើតនៅឆ្នាំកុលទាំងអស់ហ្នឹងកុំភ្លេចខមមិនលេខសំណាងគឺលេខ118ចំណែកពណ៌សំណាងគឺពណ៌ផ្ទៃមេឃអ្នកដែលកើតឆ្នាំកុលបងប្អូនណារឿងលុយកាក់រឿងអីអត់សូវរលូនអត់សូវកាក់កបទេលក់ដូរក៏អត់ដាច់បំណុលចូលមកជុំទឹះអត់ហេងទេអញ្ចឹងលោកគ្រូណែនាំឲ្យបងប្អូនអ្នកដែលកើតឆ្នាំកុលខមមិនលេខសំណាងឲ្យលោកអ្នកជាវនៅខ្សែដៃយកទៅពាក់បាទខ្សែដៃនេះគឺជាប្រភេទខ្សែដៃហ្គិចភូមាគឺជាប្រភេទខ្សែដៃស្រូបលុយដោះបំណុលខ្សែដៃស្រូបលុយដោះបំណុលនេះគឺជាប្រភេទខ្សែដៃដែលយើងយកទៅពាក់ទៅធ្វើឲ្យយើងហេងធ្វើឲ្យយើងកាក់កបធ្វើឲ្យយើងរីកចម្រើនបាទខ្សែដៃហ្គិចភូមានេះអ្នកដែលពាក់ទៅគឺស្រូបលុយចូលហើយមានលុយដោះបំណុលអញ្ចឹងបងប្អូនជាខ្សែដៃស្រូបលុយដោះបំណុលនេះយកទៅពាក់គឺបងប្អូននឹងហេងបងប្អូននឹងកាក់កបបងប្អូននឹងរីកចម្រើនខ្សែដៃស្រូបលុយដោះបំណុលនេះយើងមានយន្តទេវតាទ្របបាទទេវតាទ្របទេវតាឆៃសិនអៀននេះជួយឲ្យយើងហេងកាក់កបពូកាំងក្រោយនេះគឺមានយន្តបល័យចិនណាបងប្អូនណាបាទដាក់ឲ្យយើងហេងកាក់កបរីចម្រើនអញ្ចឹងបងប្អូនជាខ្សែដៃស្រូបលុយដោះបំណុលនេះយកទៅពាក់ទៅគឺហេងខ្លាំងសម្រាប់នារីបងប្អូនណាបាទហើយបើបរោះអ្នកដែលកើតឆ្នាំកុលចង់ឲ្យមានរឹតអំណាចឌីកឈ្នះអស់មានសត្រូវធ្វើការឡើងបុណ្យសក្តិណៈទូនីតិឈ្នះគេជាងនៅខ្សែដៃនេះខ្សែដៃនេះគឺហៅថាខ្សែដៃមហាលៀបមហាសំណាងខ្សែដៃមហាដេជះមហាលៀបពាក់ទៅលៀបចូលមករកស៊ីមានបានឡើងបុណ្យសក្តិណៈទូនីតិមហាសំណាងធ្វើអីក៏ទេវតាតាមត្រូវត្រង់ជួយឲ្យបានកាក់កបដែរមហាដេជះមានអំណាចការពារគ្រប់យ៉ាងអត់មានអ្នកណាធ្វើឃាតអត់មានអ្នកណាធ្វើអីបានទេជាងយកទៅពាក់អ្នកខ្លះធ្វើការមួយជីវិតអនុគេរហូតដែរបានឡើងធំត្រូវគេជីជន់ត្រូវគេធ្វើបាបអត់មានជំនឿជឿជាក់អត់ចិត្តគិតច្រើនខ្វល់ខ្វាយបងប្អូនជាវនៅប្រភេទខ្សែដៃនេះយកទៅពាក់ឲ្យហេងពាក់ឲ្យកាក់កបរីចម្រើនណាព្រោះខ្សែដៃនេះមុននឹងខ្ញុំសម្រេចចិត្តយកមកដាក់ជូនបងប្អូនណាខ្ញុំគិតរាប់ឆ្នាំហេតុអីព្រោះវាគឺជាប្រភេទរបស់កម្រនេះកម្រណាបងប្អូនណាបាទរបស់កម្រសូម្បីតាត្បូងទូចនេះក៏កម្រដែរណានេះបាទក៏ខុបនេះក៏កម្រដែរតែខ្ញុំសំមកបងប្អូនណាសំមកឡើងរាប់សិបឆ្នាំហើយឥឡូវមកសម្រេចចិត្តយកទៅជូនបងប្អូនដើម្បីអីដើម្បីបងប្អូនបានជោគជ័យហើយបានថវិកាពីខ្សែដៃហ្នឹងខ្ញុំយកទៅកសាងព្រះពុទ្ធរូបដើម្បីគោរពបូជាដល់ព្រះពុទ្ធសាសនាអញ្ចឹងបងប្អូនជាវទៅដើម្បីចូលរួមចំណែកធ្វើបុណ្យធ្វើកុសលទាំងអស់គ្នាអញ្ចឹងបងប្អូនចង់ជាវអាចជាវបានណាសម្រាប់បរោះយើងមានស្វាមីចង់ឲ្យគាត់ហេងក៏អាចជាវជូនគាត់ពាក់បានដែរបាទព្រោះវាធ្វើឲ្យយើងមានដេកជាហើយចង់អត់មានអ្នកណាធ្វើបាបយើងបានទេគេចង់សម្លាប់យើងគេចង់អីគាត់អាចប៉ះបានទេភ្លើងកង្កឹតភ្លើងក៏អត់អាចប៉ះបាននឹងហេងរហូតអញ្ចឹងបងប្អូនចង់បានមាននិស្ស័យអាចជាវព្រោះយើងមានតិចតែ3 4ខ្សែទេអញ្ចឹងខ្ញុំគ្រូមហាជុំខ្ញុំអរគុណណាស់បើខ្ញុំនិយាយលើសលួសដោយប្រការណាមួយសូមអរគុណសូមអភ័យទោសខ្ញុំសូមអរគុណសូមគោរពលាបាទ